มันទៅជាខ្លាចគ្នានឹងហើយណាញោមប្រែរាជប្រែសក្រាចកូនសតមិនខ្លាចអ្នកមេបាសិស្សសតមិនខ្លាចគ្រូអាចារ្យរីឯភរិយាមិនខ្លាចប្តីញោមហើយ7ពេកទុំមេឃព្រឹក្សាអួតអាងបញ្ញាថាខ្លួនឯងភ្លឺអាស័យអត់ថ្នាំងអាគាំងវាយមិនលឺអនោចខែភ្លឺខ្នើតអងឹតសូន7ពេកទុំមេឃព្រឹក្សាភ្លឺត្រឹមតែ7ពេកទេអួតណាស់មនុស្សសពថ្ងៃចូលចិត្តប្រើរិទ្ធប្រើអំណាចអួតទ្រព្យសម្បត្តិអួតក្អេងក្អាងចង់ឲ្យគេគោរពចង់ខ្លួនធ្វើល្អប៉ុន្តែខ្លួនកំពុងអាសាងអាក្រក់ឲ្យគេគោរពខ្លួនឯងកំពុងអាសាងប្លង់អាក្រក់ឲ្យថាចង់ល្អចង់ក្រាន់បើប៉ុន្តែទៅធ្វើអំពើអាក្រក់អ្នកខ្លះញោមមកចំណាំចេះអ្នកមានរិទ្ធមានព្រោះធ្វើក្ររីឯអ្នកក្ររិទ្ធក្រព្រោះធ្វើមានអ្នកល្ងងរិទ្ធល្ងងព្រោះធ្វើចេះរីឯអ្នកចេះរិទ្ធចេះព្រោះធ្វើល្ងងអ្នកខ្លះចេះបន្តិចបន្តួចនិយាយពីអួតទូចអួតនិយាយមិនឈប់ទេស្អីក៏ចេះដែរហើយចេញយោបាយចេះយោបាយទៀតចេញស្អីមកចេះនឹងទាំងអស់ប៉ុន្តែរៀនបានតិចញាប់សោះហើយទៅវាចេះលើរៀនទៅទៀតចឹងបានថានឹងហើយ7ពេកទុំមេឃព្រឹក្សាអួតអាងបញ្ញាថាខ្លួនឯងភ្លឺអាបញ្ញាបន្តិចបន្តួចនឹងមិនគិតរៀនសូត្រពីគេពីចាស់ពីទុំទេទៅមើលងាយចាស់មើលងាយទុំថាអូចាស់ទីជំនឿចាស់កំរិលហោះសាសនាពុទ្ធនោះវាគ្មានព្រះមែនទេនេះគេចេះតែភូតគេចេះតែបោកហោះអាសភៅធម៌នេះចឹងប៉ុន្តែតាមពិតឲ្យសូត្រតយ៉ាងកាញ់មួយសូត្រមិនចប់ផងមិនដែលរៀនឲ្យមកក្បាលផងប៉ុន្តែនិយាយពីចេះនោះចេះអានឹងហើយដែលគេហៅថា7ពេកទុំមេឃព្រឹក្សាណាញោមណាមើលងាយចាស់មើលងាយយាយមើលងាយតាសិទ្ធិជំនឿហួសសម័យអ្នកខ្លួនឯងនឹងបានជាអ្នកចេះជាអ្នកដឹងធម៌ពិតធម៌ព្រះអីណាប៉ុន្តែតាមពិតគ្មានបានចូលរៀនអីមួយថ្ងៃផងនឹងជាលឺពីណាមកបន្តិចបន្តួចទៅផ្អើលតាមគ្នាទៅហើយអាស័យអត់ណែអាស័យអត់ថ្នាំងអាគាំងវាយមិនលឺអនោចខែភ្លឺខ្នើតអងឹតសូនមានពោះវែក3នៅក្នុងបុរីស៊ីមនុស្សរាប់ផ្លូនអ្នកមួយស៊ីក្បាលអ្នកកដាលស៊ីកូនអ្នក3ស៊ីខ្លួនលូនទៅណាមិនរួចមិនខ្ចីបកស្រាយទុកឲ្យអាចារ្យបកស្រាយអាស័យធម្មតាអាស័យមានថ្នាំងហើយប៉ុន្តែអាស័យអត់ថ្នាំងមានន័យថាម៉េចអាស័យអត់ថ្នាំងអាគាំងវាយមិនលឺញោមញាតហើយពុទ្ធបរិស័ទចង់និយាយពីអត់ធ្មត់ជាមួយម៉ែជាមួយឪកូនត្រូវស្នងសងគុណម៉ែឪបុរាណថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយឪពុកបាត់ទៅប៉ុន្តែគេឈ្មោះម្ដាយឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3រូបគ្រូបាត់ទៅក៏ប៉ុន្តែគេឈ្មោះគ្រូនៅនឹងសិស្សទាំងឡាយដែលមានកតញ្ញូនៅគ្រូបាត់ជាយអាចឲ្យពុនរាយនៅលោកទាំង3បើពាក្យគេនិយាយមានពាក្យថាតពាំងមានពាក្យថាអាស័យគេមិនមែននិយាយពីអាស័យទេគឺនិយាយពីម៉ែឪហើយបើនិយាយពីតពាំងមិនមែននិយាយពីតពាំងទេនិយាយពីកូនតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុកក៏ប៉ុន្តែសូមឲ្យឪពុកម្ដាយនឹងថែអាសាកូនផងសូមឲ្យតពាំងសូមឲ្យអាស័យថែអាសាតពាំងផងព្រោះតពាំងឥឡូវនេះត្រូវប៉ាន់ណាស់តដោះចេញពីគុំអាស័យគេកាច់ស្លបង្ហើយអត់មានមកស្នងអាស័យបានទេហើយបើតពាំងនឹងស្អុយតពាំងនឹងពុកផុយក៏ស្នងអាស័យអត់កើតដែរអញ្ចឹងតលម៉ែឪជួយថែអាសាកូនផងកុំឲ្យវាចវេអាស័យតែងតែមានថ្នាំងប៉ុន្តែកុំឲ្យកូនថ្នាំងថ្នាក់ជាមួយម៉ែឪអីព្រោះគាត់ចាស់បេះដូងដើរញាប់ល្អូរទាំរៀងច្រើនបន្តិចហើយព្រោះដល់វ័យល្អូបេះដូងដើរញាប់កាន់តែឆាប់ខឹងកាន់តែល្អូស្អីក៏គាត់មិនសូវខុសដែរខុសតែកូនដាក់ផ្តិលកដាលវាលដើរទាត់ផាំងបន្ទុះកូនហែងខ្វះកន្លែងដាក់ទេអីដាក់ទៅហ្នឹងដល់ពេលកូនដើរទាត់ផាំងហើយភ្នែកមិនមើលទេភ្នែកអញ្ចឹងបើគាត់ដើរទាត់គាត់បន្ទោសថាយើងមិនអត់យកផ្តិលដាក់អីស្រួលព្រោះមិនដាក់អីទៅហ្នឹងដល់ពេលយើងដើរទាត់គាត់ថាភ្នែកយើងមិនមើលទេភ្នែកដូច្នេះមនុស្សចាស់ឆាប់ខឹងដូច្នេះត្រូវតែអត់ធ្មត់អាស័យអត់ថ្នាំងអាគាំងវាយមិនលឺអាគាំងទៅវាយម៉ាំងវាលឺម៉ងប៉ុន្តែបើម៉ែឪស្ដីនិយាយជេរថាយើងកុំជេរតបគាត់អីឲ្យវាប្រឆាំងគ្នាទៅណែហើយអាណូចខែភ្លឺខ្នើតងឹតសូនណាញោមណាប្រយ័ត្នដូចពាក្យមួយគេថាទឹកលិចចុងឫស្សីត្រីក្រៀមសកាប៉ុន្តែទឹកលិចចុងស្លាកពើហាលគោកខែរះឆ្លងផ្លូវកូនកើតមុនឪបានចៅពោតាទឹកលិចចុងឫស្សីត្រីក្រៀមសកាទឹកលិចចុងស្លាកពើហាលគោកអានឹងអាម៉េចវិញមានន័យថាដួងតារារាប់រយពាន់ម៉ឺនពេញមេឃាមិនអាចភ្លឺផ្លូវបានទេប៉ុន្តែចន្ទ្រារះមួយដួងអាចភ្លឺផ្លូវបាន
កូនមកសបុកអត់មានធរកតញ្ញូសោះម៉ែឪមិនភ្លឺទេបើមានកូនតែមួយមកភ្លឺស្វាងបានមកប្រទេសមកស្រុកមិននគរសិទ្ធិមនុស្សល្ងងទាំងអស់ប្រទេសក៏អត់ភ្លឺដែរតើមានអ្នកចេះដឹងម្នាក់មកបានភ្លឺបានដោយខែរះឆ្លងផ្លូវកូនកើតមុនឪសំដៅទៅលើកូនដែលមានធរកតញ្ញូនៅនឹងខ្លួនកូនរៀនសូត្របានច្រើនជាងឪមិនបានរៀនប៉ុន្តែឪរលុយឲ្យកូនរៀនដូច្នេះអតិចិត្តបុត្រកូននឹងល្អបំផុតអត្តសុទ្ធិរៀនមានចំណេះចេះដឹងខ្លួនឯងបរៈសុទ្ធដឹកនាំបងប្អូនឲ្យធ្វើល្អហើយសង្ឃហៈមានធម៌សង្គ្រោះដល់អ្នកដតីកតញ្ញូមានធម៌កតញ្ញូជាមួយឪពុកម្ដាយជាមួយអ្នកមានគុណដឹកនាំធ្វើបុណ្យទៅសបាយទាំងយាយសបាយទាំងតាបានទាំងបងប្អូនបានទាំងអ្នកស្រុកភូមិមកស្ដាប់ធម៌ទៀតញមើលឃើញដែរមិនតែសបាយម៉ែឪគេអីសបាយដល់យាយតាណោះហើយប្រយ័ត្នទៅទឹកឡើងលិចចង់អាស័យក្រីត្រីក្រៀមសកាកូននឹងសបោហឺហាមានសិតឡានវិឡាលុយប៉ុណ្ណឹងមិនដែលឃើញធ្វើបុណ្យចម្រើនបជនឲ្យម៉ែម្ដងទេមិនដែលឃើញដឹកម៉ែទៅវត្តដឹកម៉ែទៅបុណ្យទេឃើញតែប៉ាវតែគ្នាឯងជប់លៀងតែគ្នាឯងប៉ុន្តែម៉ែឪអត់អាហ្នឹងឯងទឹកលិចចង់អាស័យប៉ុន្តែត្រីនៅតែក្រៀមសកាហើយបើទឹកលិចចង់ស្លាកពើហាលគោកសម័យនេះមានបុណ្យមានទានមានសាសនាប៉ុន្តែមិនដែលដឹកនាំម៉ែឲ្យធ្វើបុណ្យឬក៏ធ្វើបុណ្យជូនគាត់ទេកូនល្មិលគុណនៅតែល្មិលគុណដដែលបានគេថាកូនមាន3ប្រភេទហ្នឹងណាញោមណាប្រភេទមួយអន់បំផុតគេហៅអវជាតិបុត្រប្រភេទមួយដឹកនាំធ្វើបុណ្យបានគេហៅអនុជាតិបុត្រហើយប្រភេទមួយអតិជាតិបុត្រហ្នឹងអញ្ចឹងបានថាម៉ែឪរស់នៅធ្វើបុណ្យឲ្យតន់គាត់នៅរស់ភ្នែកនៅមើលកើតនេះគេហៅថាបុណ្យខែភ្លឺគាត់នៅហូបកើតយើងមើលឃើញរីឯម៉ែឪដែលស្លាប់ទៅនឹងឯងកូនចៅធ្វើបុណ្យឧទ្ទិសទៅគេហៅថាបុណ្យខែងងឹតលោភៈទោសៈមោហៈចូលក្នុងខ្លួនមិនអាចដឹកនាំឲ្យធ្វើល្អបានទេមានតែលោកមានតែលុនបានប្រពុតថាបុគ្គលរកបានដោយកម្រជាភូមិរបស់សពបរោះនឹងឯងគឺមាន2ទី1បុព្វការីយបុគ្គលអ្នកធ្វើឧបការៈមុនបានដល់ម៉ែឪឬក៏គ្រូអាចារ្យទី2កតញ្ញូកតវេទីបុគ្គលបានដល់អ្នកដឹងហើយធ្វើតបវាមិនសូវបានទាំងពីរណាញោមច្រើនតែបានតែមួយខាងបានតែពីម៉ែពីឪចិញ្ចឹមកូនប៉ុន្តែដល់កូនម៉ែកូនចិញ្ចឹមម៉ែឪវិញពិបាកម៉ែម្នាក់ចិញ្ចឹមកូន10រស់ដោយស្រួលប៉ុន្តែកូន10ចិញ្ចឹមម៉ែម្នាក់រស់មិនស្រួលទេប៉ុណ្ណឹងហើយបានគេថាម្ដាយនឹកកូនដូចជាបាបដិញក៏ប៉ុន្តែបើកូននឹកម៉ែវិញដូចព្រះបែរខ្នងពិបាកណាស់នេះហើយញោមហើយដែលលើកឡើងបាញ់មិញអំពីពោលពាក្យនៅក្នុងកំណាបនៅក្នុងពាក្យអប់រំរបស់ចាស់បុរាណមកវាមិនងាយបានកូនល្អដោយពេលនឹងអញ្ចឹងទេបើបានល្អអញ្ចឹងហើយនឹកសំណោះការដែលដឹងគុណមេត្តាបិតាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទុកនៅក្នុងសិកិលកៈសូត្រប្រពពីបរោះម្នាក់ដែលអត់ដឹងទិសអត់ដឹងតំបន់ព្រលឹមឡើងចេញទៅថ្វាយអង្គមគ្រប់ទិសទាំង6រាល់ថ្ងៃថ្ងៃមួយព្រះអង្គក៏មកជួបក៏សួរថាមនាលមាននប់ណែឯងធ្វើអីមានមុខមានសក់ទៅទឹកជោគដូច្នោះមាននប់នោះឆ្លើយខ្ញុំព្រះអង្គគោរពតាមពាក្យឪពុកខ្ញុំព្រះអង្គដែលផ្ដាំទុកថាឲ្យថ្វាយអង្គមទិសទាំង6ពេលគាត់ស្លាប់ហើយឥឡូវគាត់ស្លាប់ហើយកូនមកថ្វាយអង្គមមែនបានប្រពុតបំភ្លឺប្រាប់មិនមែនអញ្ចឹងទេថ្វាយអង្គមទិសទាំង6មានន័យថាគោរពដល់មនុស្សទាំង6ក្រុមហើយមួយទៀតគឺកាន់ធម៌6យ៉ាងឪពុកម្ដាយស្លាប់ចោលយើងមែនប៉ុន្តែបើកូនប្រព្រឹត្តធម៌6យ៉ាងដូចឪពុកម្ដាយអត់ស្លាប់ទេ6យ៉ាងនោះកុំឲ្យលេងលបែងស្រីស្រាពាលាភ្នល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងខ្ជិលច្អូសបើកូនវាចាប្រព្រឹត្តនៅធម៌ទាំង6យ៉ាងនេះបានហើយកូននឹងឯងទ្រព្យសម្បត្តិរីកចម្រើនឡើងរស់នៅសុខដូចម៉ែឪអត់ស្លាប់អញ្ចឹងនៅជាមួយកូនជានិច្ចក៏ប៉ុន្តែបើកូនលះបង់មិនគោរពធ្វើមិនប្រតិបត្តិទេកូនបែរទៅជាសែបគប់មិត្តអាក្រក់ដើរលេងហួសពេលវេលាសែបគប់បាបប្រមិតព្រមទាំងលបែងស្រីស្រាពាលាភ្នល់គ្នាផងនោះកូននឹងអស់ទ្រព្យសម្បត្តិហិនហោចដូចម៉ែឪស្លាប់ទៅឆ្ងាយណាស់ព្រះអង្គសម្ដែងទោសមួយឲ្យស្ដាប់មាន6យ៉ាងទៀតប៉ុន្តែវែងពេកខ្ជិលលើកមកសម្ដែងគ្រាន់តែលើកឡើងសង្ខេបព្រះអង្គតទៀតថាមនាលមាននប់ទិសទាំង6គេរាប់អញ្ចេះទិសខាងកើតគឺជាទិសមេត្តាបិតាទ
ទិសខាងត្បូងគឺជាទិសគ្រូអាចារ្យទិសខាងលិចគឺជាបុត្រភរិយាទិសខាងជើងគឺជាមិត្តសម្លាញ់ទិសខាងលើគឺជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសសកម្មករបុគ្គលណាថ្វាយបង្គំទិសទាំង6គឺសង្គ្រោះដល់មនុស្ស6ក្រុមនេះមិនមែនទៅថ្វាយបង្គំមែនតែនទេដោយទិសខាងកើតអញ្ចឹងទិសម៉ែឪមានន័យថាបើម៉ែឪនៅរស់ឲ្យនាំគ្នាចិញ្ចឹមគាត់ទំនុកបំរុងគាត់ធ្វើបន់ជូនគាត់ហើយបើគាត់ស្លាប់ទៅធ្វើបន់ជូនគាត់អានេះគេហៅថ្វាយបង្គំទិសខាងកើតបានរាយជាមេតិកាមកថាផតោនេសੰបរិសាមិម៉ែឪធ្លាប់ចិញ្ចឹមយើងឥឡូវដល់យើងចាស់យើងចិញ្ចឹមគាត់កិច្ចចាំងនេសੰករេសាមិបើម៉ែឪមានកិច្ចរវល់កូនមកជួយកិច្ចការងារនោះក៏ระวังសੰតបេសាមិថែអាសាពូជពងគាត់ផងពូជអ្នកបួសពូជអ្នកធម៌ពូជអ្នកសិលកុំឲ្យផុតទៅស្រាប់តែកូនមកជំនាន់ក្រោយមិនដឹងពូជអីណាហើយដល់លើទី4គេហៅថាទាយាចាំងបដិបជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកគាត់កុំចេះតែលក់ខ្ទេចលក់ខ្ទីបង្ហាន់គេគាត់អីអ្នកខ្លះគេព្រីនគេថតតាំងឲ្យពីស្នាមជើងគាត់ទុកថ្វាយអង្គមទៀតនោះគេគោរពខ្លាំងហើយឯងលក់ខ្ទេចស្នាដៃម៉ែឪអស់ដូច្នេះហើយទី5បើគាត់ស្លាប់ទៅហើយតេខេណាំងអនុប្រទេសសាមិឲ្យកូនធ្វើបន់ឧទ្ទិសទៅឲ្យគេថ្វាយអង្គមគឺគេធ្វើអញ្ចឹងតាឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនខ្មោចឪពុកស្លាប់ទៅអត់បាយរហូតកូនមិនដែលធ្វើបន់ឲ្យសោះទៅថ្វាយអង្គមមែនតែនហេតុតែអត់យល់ចឹងបានជាចាស់បុរាណគាត់ជេរក្មេងអាមិនដឹងទិសអាមិនដឹងតំបន់ហើយក្មេងបុរាណគេជេរអញ្ចឹងដឹងថាគេជេរថាមកពីអញមិនដឹងគុណម៉ែឪមិនដឹងគុណគ្រូហើយក្មេងឥឡូវនេះទៅជេរថាមិនដឹងទិសមិនដឹងតំបន់វាស្មានតែឯងវែងផ្លូវអត់យល់ទេឥឡូវយើងដឹងហើយទិសខាងកើតគឺម៉ែឪឥឡូវឆ្លៀតមកទិសខាងត្បូងតែគ្រូអាចារ្យសូមបន្ថែមគ្រូបន្តិចទៅចុះដោយសារលោកអាចារ្យលើកឡើងពីគុណសម្បត្តិដឹកនាំល្អរបស់ព្រះគ្រូចៅអធិការសាងភ្នោះបួសតាំងពីតូចហើយមានវត្តប្រតិបត្តិល្អគួរជាទីគោរពដល់ភិក្ខុសង្ឃទាំងឡាយលោកក៏ជាគ្រូយើងទាំងអស់គ្នាដែរសាលាបឋមសិក្សាពេញមកប្រទេសកម្ពុជាភាគច្រើនបំផុតនៅក្នុងវត្តពីដើមមកគ្រូគឺប្រសង់អ្នកបង្រៀនទេបានជាគេជាប់មាត់ហៅប្រសង់ថាលោកគ្រូទល់សពថ្ងៃហើយឥឡូវនេះសាលាហ្នឹងគឺគេផ្ដាច់ទៅក្រសួងអប់រំហើយកាលពីមិនទាន់មានក្រសួងអប់រំអ្នកអប់រំគឺប្រសង់នឹងឯងអ្នកបង្រៀនណាញោមហើយខ្លះទៅផ្ដាច់ចេញពីវត្តទៅដើម្បីទៅរក support អ្នកគ្រប់គ្រងពីសាសនាដទៃទៅទៀតនោះក៏មានដែរដូច្នេះហើយឥឡូវនេះទោះបីនៅឆ្ងាយផ្ដាច់ចេញពីវត្តក៏វានៅជាប់ទៅលបងវត្តដែរវត្តប្រសង់អ្នកបង្រៀនអាចារ្យយាយតាអ្នកធ្វើសាលារៀនចេញពីវត្តតាំងពីជំនាន់ណូមោពុទ្ធយៈសិទ្ធាំងនោះកើតអ្នកប្រាជ្ញតាំងពីសម័យសម្ដេចព្រះសង្ឃរាជជួនណាតហួតតាតអ៊ុំស៊ូលវីអែមប៊ូពោកអុចរស់ប៉ុនសំភេកអ្នកប្រាជ្ញបល័យសង្ស្ក្រឹតល្បីលើពិភពលោកប្រែបត្រៃបីដកជាប់មុនគេខ្លាយជាអ្នកនិពន្ធដ៏ល្បីជំនាន់មុននោះសតចេញពីវត្តទាំងអស់ហើយកុំបាច់ឆ្ងល់ថាហីលោកសង្ឃភិក្ខុសំតែងរឿងទុំទាវរឿងស្នេហាយ៉ាងម៉េចក៏លោកចេះតែងរឿងប្រឡំលោករឿងស្នេហាថាអ្នកនិពន្ធទាំងអស់សម័យនោះសតចេញពីលោកឯងគាត់តែអ្នកខ្លះសឹកអ្នកខ្លះមិនសឹកហ្នឹងឯងបើដូច្នេះរៀនសូត្រចេះដឹងវប្បធម៌អក្សរសាស្ត្រមានភ័យអាសន្នមានសង្គ្រាមវារត់មកជ្រកទាំងវត្តតាំងពីចម្លាក់ក្បាច់ក្បូរសិល្បៈតន្ត្រីពិនពិតអានិតកងស្គរឬក៏ក្បាច់កតុយនាគកតុយហងខ្វាន់ខ្វងស្លឹកអង្គរអីរត់មកជ្រកទាំងវត្តប្រពៃណីវប្បធម៌តាំងពីសម្លៀកបំពាក់ខ្មែរល្អក៏ចេញមកទាំងវត្តអាសម្លខ្មែរមានប្រមាណមុខក៏ចេញភាគច្រើនទៅក្នុងវត្តនិងកម្មវិធីបុណ្យដែរដូច្នេះវត្តអារាមមានតួនាទីថែអាសាពុទ្ធសាសនាផងថែអាសាចំណេះដឹងនឹងកូនខ្មែរតាំងពីដើមញោមមកប្រទេសជប៉ុនរុងរឿងដូចសពថ្ងៃជាប់សង្គ្រាមលោកលើកទី2ប្រទេសជប៉ុនខ្ទេចអាលីងដូចយើងដែរខ្ទេចអាលីងអស់គេដើរប្រមូលក្មេងនៅសល់ប្រមាណនេះយកមកដាក់ក្នុងវត្តរៀនចេញពីវត្តទៅទាំងអស់ហើយបញ្ជូនចេញទៅក្រៅប្រទេសកត់ចម្លងឯកសារពីប្រទេសគេយកមកដាក់ប្រទេសខ្លួនសូម្បីខ្មែរយើងក៏ជប៉ុនបកប្រែសភៅយើងទៅប្រទេសគេអស់ហើយសភៅរឿងនិទានកូនក្មេងកុមារអីគេប្រែទៅដាក់ប្រទេសគេអស់ហើយអញ្ចឹងរហូតមកដល់ឥឡូវជប៉ុនខ្លាចជាប្រទេសរុងរឿងរីកចម្រើនខាងធ្វើបច្ចេកវិទ្យាមួយដែរក៏មានប្រភពចេញមកពីវត្តដែរញ៉ឹងមើលឃើញដែរអញ្ចឹងព្រះគ្រូជាម្ចាស់ពាក្យថាគ្រូនេះអ្នកពំពោះយើងគេហៅថាបព្វជាចារ្យ
អ្នកដែលឧបសម្បទាយើងគេហៅថាឧបសម្បទាចារជាគ្រូឧបជាយើងគេហៅថាឧបជាចារអ្នកដែលសូត្រឲ្យយើងគេហៅថាអនុសាវនាចារហើយអ្នកដែលបង្ហាត់បង្រៀនធម៌ដល់យើងគេហៅធម្មាចារហើយអ្នកបង្រៀនមុខវិជ្ជាទូទៅគេហៅថាឧទ្ទេសសាចារពាក្យថាគ្រូមានន័យថាអ្នកដែលធ្វើល្អមានន័យថាអ្នកជាគំរូរៀនសូត្រចេះដឹងខ្លួនឯងមកបង្រៀនគេអត្តសទ្ធិហើយបរសទ្ធិដូច្នេះតួអង្គគ្រូនេះជាបណ្ឌិតហើយមានសង្ឃៈមានកតញ្ញូបានទោះជាមិនបានសញ្ញាបត្របណ្ឌិតក៏គេឲ្យបណ្ឌិតតាមធម្មជាតិដែរបានបួសបានសិក្សារៀនសូត្រដឹកនាំគេធ្វើល្អហើយคล้ายទៅជាគ្រូយើងអស់មួយជីវិតហើយខ្លាចជាបណ្ឌិតហើយសូម្បីតែលោកបង្រៀនថាក្រោយពីសមាទានសិលចប់ថាអ្នកទាំងឡាយអើយសិលនឹងនាំឲ្យទៅឋានសួគ៌សិលនឹងនាំឲ្យទៅនិព្វានសិលនឹងនាំឲ្យមានទ្រព្យដូច្នេះអ្នកទាំងឡាយចូលរក្សាសិលឲ្យបានស្អាតបរិសុទ្ធតែប៉ុណ្ណេះខ្លាចជាគ្រូយើងអស់មួយជីវិតណាញោមណាហើយបានជាលោកមានគុណធម៌ជាគ្រូលោកមានគុណធម៌7យ៉ាងមួយហៅថាបិយោលោកគួរជាទីស្រឡាញ់យើងស្រឡាញ់តែកូនយើងឯងប៉ុន្តែលោកកូនណាក៏លោកស្រឡាញ់ដែរមកចិញ្ចឹមបង្រៀនទាំងអស់គ្នាទី2គោរពលោកគួរឲ្យគោរពណាស់ពីព្រោះលោកមានចិត្តល្អមានការសន្តោសជាព្រហ្មវិហារលើសញោមទាំងអស់ព្រោះណាក៏ជាកូនរបស់លោកហើយភាវៈនយោលោកគួរឲ្យតសើលោកថែអាសាលោកស្រឡាញ់សិស្សតាំងពីរបស់គ្រោះចង្រៃគេថាជ្រូកកញ្ចក់កចាតចិញ្ចឹមទៅវាចង្រៃអារបស់ណាដល់ចង្រៃយកមកលោកទាំងអស់មកអាកូនណាពិការពិរាខ្វាន់ខ្វងគ្មានណាចិញ្ចឹមយកមកដាក់វត្តលោកចិញ្ចឹមមកទាំងអស់ដូច្នេះលោកគឺជាមនុស្សមួយគួរឲ្យតសើជាមនុស្សប្រោសមនុស្សជួយមនុស្សមួយទៀតលោកហៅថាវត្តាលោកពោលពាក្យពីរោះពិសាជាពិសេសពោលពាក្យព្រានបដៅល្អល្អឲ្យយើងស្ដាប់មួយទៀតលោកហៅថាវចនៈកមោលោកអត់ធ្មត់នឹងពាក្យសម្ដីធម្មតាយើងបដៅកូនកូនតមាត់តកយើងពិបាកចិត្តចុះលោកមិនមែនកូនសាច់បកើតផងគេតមាត់តកយ៉ាងណាក៏លោកអត់ធ្មត់បានគេហៅថាវចនៈខមោលោកអត់ធ្មត់នឹងពាក្យសម្ដីមួយជីវិតលះបង់ដើម្បីជាតិដើម្បីសាសនាអ្នកខ្លះគេថាកេងលុយគេថាកັບលុយធ្វើមិនស្មោះត្រង់អាម៉េចលោកសុខចិត្តអត់ធ្មត់បើលោកមិនធ្វើទេគេមិនធ្វើទេគេបានថាទេបើដូច្នេះបើលោកមិនចេញដឹកនាំធ្វើវានៅតែមិនហើយអញ្ចឹងណាថាអីថាទៅលោកតស៊ូទៅនឹងអត់ធ្មត់នឹងពាក្យសម្ដីបានធ្វើមេដឹកនាំកើតហើយមួយទៀតវចនាំងមួយទៀតគេហៅថានោអដ្ឋានេនយោចេតិលោកចេះអីព្រានអីលោកចេះដឹងអីលោកមិនលាក់មិនលៀមបង្ហាត់បង្រៀនហើយមួយទៀតលោកហៅថាការពោលពាក្យកម្មភិរੰកតាំងកតាលោកពោលពាក្យឲ្យមានជំរឿឲ្យយើងងាយចាំដូចយាយខ្លះប្រគេនចានប្រគេនមហូបប្រគេនអីចឹងទៅលោកថាញោមឆ្នាំងចាននឹងទិញឯណាញោមថាទិញនៅផ្សារផ្អាវអីចុះល្អណាល្អវាល្អមែនប៉ុន្តែវាមានបាយវារឹតល្អជាងនឹងមែនអញអស់បាយអស់ចង្ហាន់ភ្លេចមើលតែម្ដងទៅយាយចាំរហូតដើរទៅកត់លោកនេនឯគេធ្វើប៉ុនអីគេវ៉ៃប៉ុនឯណាលោកតាចុះឃើញចងតុងដាក់បារម្ភដាក់វាំងននឯច្រើនម្លេះអូសត្វទៅសបុកពីងទៀងឯងភ្លេចបោះតែម្ដងលោកនេនដឹងភ្លាមអានឹងហើយគេហៅថាកម្មភិរੰកតាំងកតាលោកពោលពាក្យមានជំរឿនេះគុណសម្បត្តិ7យ៉ាងជាគ្រូណាបេយោគរូភេវៈនយោវត្តាវចនៈខមោកម្មភិរੰកតាំងកតានោអដ្ឋានេនយេចេតិហើយមួយទៀតលោកមានតួនាទីរបស់លោកណាសុវិនិតាំងវិនិន្តិលោកទូលមានបានល្អទូលមានប្រកបដោយធម៌ដ៏ល្អសុកហេតាំងគិហាបេន្តិលោកបង្ហាត់បង្រៀនចំណេះដឹងដ៏ល្អដល់កូនសិស្សចឹងមកឲ្យតែមានចំណេះដឹងអីលោកបង្ហាត់បង្រៀនដល់សិស្សឲ្យបានចេះដឹងចឹងទៅសัพពេតមុតាំងសមុខាយនោភវន្តិលោកចេះអីមិនលាក់មិនលៀមទេលោកបង្ហាត់បង្រៀនហើយមួយទៀតមិត្តតាមមច្ឆេសុបរិវេតេនតិនៅក្នុងចំណោមមិត្តអាមាត្យបើមាននរណាមួយគេមកជួពុតជុំអីលោកមិនដែលបង្អាប់បតោះសិស្សទេមានតែលើកសរសើរលើកកម្លាំងចិត្តសិស្សអាត្មាល្អចេះមួយល្អមួយឆ្លាតចេះមួយចុះមួយប៉ុន្តែនៅមុខលោកបតុះលោកឯងខ្ជិលអាណាគេឲ្យកូននេះលោកឯងខ្ជិលយ៉ាងនេះប៉ុន្តែពាក្យគ្រូទាយម្ដាយថាណាញោមពាក្យម្ដាយពាក្យគ្រូមានប្រៃមានជូរកម្រពីរោះ
ប៉ុន្តែលោកថាចឹងមែនប៉ុន្តែបើនៅមុខគេលោកលួចទៅសើកូននឹងល្អណាស់ខំរៀនណាខំរៀនខំអីអាត្មាខំអប់រំហើយមួយទៀតទិសាសុបរតាំងក្រោនតេនៅពេលមានចំណោមណាគេនិយាយអាក្រក់ពីកូនសិស្សលោកចេញមុខការពារភ្លាមណាញោមតាមពិតវាអញ្ចេះទេបញ្យល់ហេតុផលនេះហើយជាគុណធម៌ដ៏ល្អរបស់គ្រូសម្រាប់ភិក្ខុសង្ឃអង្គសាមណេរជ្រកនៅជាមួយរីឯយើងទាំងអស់គ្នាជាកូនសិស្សជាកុហកនេះវិញក៏ត្រូវទទួលបានធម៌តិចពីលោកដែរមួយហៅថាកល្យាណេនិវាសេនតេដឹកនាំយើងឲ្យធ្វើអំពើល្អញោមឲ្យធ្វើបុណ្យអាយុមិនទៀងទេថ្ងៃណាមួយស្លាប់ណាញោមកាន់សិលកាន់ធម៌កាន់ប៉ានិវារេនតេលាចាកអំពើបាបញោមចំណាស់ប៉ុណ្ណឹងហើយឈប់ធ្វើបាបកុំប្រកែកុំប្រកាន់កុំខឹងឲ្យអត់ធ្មត់ពីទៀតយើងស្លាប់អស់ហើយទៅចង់ចាញ់ចង់ឈ្នះហើយគង់តែអាចារ្យភ្លុកដុតចោលទេកល្យាណេអ្នកមនសាអនុកម្មបន្តិលោកអនុគ្រោះដោយធម៌ក្នុងចិត្តទុនតូដោយកល្យាណនិមិត្តមានន័យថាលោកធំក៏លោកប្រទៀបខ្លួនមករាប់អានជាមួយយើងមិនរើសអើងឃើញណាលោកមានចិត្តល្អអញ្ចឹងអសុតាំងសុណាតេដឹកនាំញោមឲ្យចេះធម៌ឲ្យស្ដាប់ធម៌រឿងរ៉ាវណាដែលញោមមិនធ្លាប់បានដឹងមិនធ្លាប់បានឮសុតាំងប្រយោជន៍តពេនតេធម៌ណាដែលធ្លាប់ដឹងធ្លាប់ឮឲ្យលោកនិទានបន្ថែមទៀតរំលឹករឿយញោមណាឲ្យខំថែរក្សាបប្រតិបត្តិឡើងសក្កសមៈកាំងអចក្ខន្តិពង្រៀនប្រាប់ផ្លូវឲ្យទៅឋានសួគ៌ខំធ្វើល្អទាំងនេះហើយជាគ្រូយើងមួយជីវិតនេះថ្វាយអង្គមទិសខាងត្បូងគឺទិសគ្រូបើដឹងគុណគ្រូហើយយើងនាំគ្នាគោរពលោកដែរដឹងគុណលោកដែរដឹងគុណលោកដែលគេហៅថាអត់ឋានណែអ្នកឃើញលោកមកងើបឈរក្រោកទទួលមានវន្តាអញ្ជលិកម្មអភិវេតនកម្មបច្ចុប្បន្នឋានណែអ្នកចូលទៅបំរើតាមពេលវេលាសសាយៈស្ដាប់ពាក្យព្រានបដៅលោកដោយគោរពបរិចរិយាយៈចូលទៅបំរើលោកតាមពេលមិនបាច់គិតពេលវេលាពេលណាអាចជួយបានក៏ជួយទៅចឹងមកហើយមួយទៀតតសកច្ចាំងគឺសពកហណេអ្នកទទួលយករៀនសូត្រពាក្យរបស់លោកយកមកគោរពបដិបត្តិដោយគោរពនេះជាតួនាទីកូនសិស្សណាធ្វើល្អប៉ុណ្ណេះសបោចំណេះដឹងជ្រៅជ្រះដោយចលបណ្ឌកៈរៀនសូត្រអីមិនចេះសោះដោយលោកគ្រូអាចារ្យលើកឡើងមិញថារៀនមិនចេះពីសម័យព្រះចលបណ្ឌកៈរៀនអីអត់ចេះរៀនមិនចេះគិតទៅគ្រូអាណិតសិស្សនឹងពេករៀនមិនចេះមែនប៉ុន្តែសិស្សនឹងអាសាមកគោរពគ្រូពេកមកស្ដាប់គ្រូពេកនាំយកទៅកន្លែងស្ងាត់បង្រៀន4ខែញោមបានតែមកគាថាទេកដេសិកង្ករណាកដេសិអហង្បេតាំងជានិមិចេះតែប៉ុណ្ណឹងរៀន 3-4 ខែចេះតែប៉ុណ្ណឹងយកទៅសូត្រคล้ายទៅជាអ្នកមានคล้ายទៅជាសេដ្ឋីរុងរឿងរីកចម្រើនកាន់តែធំដុំដោយសារគោរពរាប់អានពាក្យគ្រូហើយបើចង់ឲ្យគ្រូអាយុវែងមែនទែនធ្វើឲ្យគ្រូសប្បាយចិត្តពុទ្ធលោកសម្ដែងថាជាតិមួយព្រះអង្គកើតជាគ្រូគេស្រាប់តែមានសិស្សច្រើនទៅដល់ពេលចេញចូលភាសាស្ដេចជ្រះថ្លានិមន្តព្រះអង្គបួសជាអិសីណាឲ្យទៅចាំភាសានៅកន្លែងវាំងនៅក្នុងសួនលោសៀនរបស់ស្ដេចហើយបែកពីសិស្សថានឹកសិស្សហូយនឹកស្រាប់តែឈឺធ្ងន់ហ្មងឈឺធ្ងន់មែនតែនពេទ្យក្នុងវាំងមើលអីក៏មើលមិនជាដល់មើលមិនជាអស់ក្បួនទៅពពុទ្ធិស័តថាឲ្យអាត្មាទៅជួបកូនសិស្សអាត្មាវិញទៅមុខទៅជាហើយមែនក៏អីមែនតែអាត្មានឹកសិស្សទេអញ្ចឹងហើយក៏ឲ្យគេដាក់ក្រែស្នែងសែងមកជួបសិស្សហើយឲ្យអាមាត្យតាមលបមើលឲ្យមើលជាមែននៃអត់ស្រាប់តែដល់សែងមកដល់ជួបតែសិស្សខ្លះមកច្បាច់ដៃខ្លះមកច្បាច់ជើងថ្វាយអង្គមលោកគ្រូសុខសប្បាយទេលោកគ្រូសុខសប្បាយទេស្រាប់តែជាជំងឺមានកម្លាំងវិញមែនបានលើកឡើងថាកម្លាំងលោកគ្រូរស់នៅវែងឆ្ងាយដោយសារពុទ្ធបរិស័ទនិងកូនចៅសិស្សគុណដែរបើអញ្ចឹងចង់ឲ្យលោករស់នៅបានវែងប្រសក់ពឹងប្រសងប្រសងពឹងប្រសក់ណាញោមណាសពថ្ងៃចូលចិត្តខាត់លោកកុំឲ្យសឹកប៉ុន្តែអ្នកខ្លះ2ខែមិនទាន់ចូលវត្តម្ដងផងហើយបានអីឆាន់ទៅយ៉ាងនោះស្រុកនេះមានស្រូវជង្រុកមានប្រហុកក្នុងពាងច្រើនណាស់ណាញោមស្រុកអំពេញទៅទេហើយបើមិនស្គាល់ញោមញាតមិនចេះញែកញក់ជាមួយញោមញាតនឹងទៅរកចង្ហាន់ឯណាទេជូនទៅពីផ្ទះម៉ែមករហូតហ្នឹងដាក់វេនគ្នារៃគ្នាទៅរហូតហ្នឹងហើយបើញោមញាតគិតតែខាត់លោកឲ្យនៅរហូតហើយអត់ដែលទៅអើតលោកផងលោកបានអីឆាន់ហើយដល់តែខ្វះមែនតើរៀនបងលុយថ្លៃសាលាផងថ្លៃទឹកផងថ្លៃភ្លើងផងតម្រង់ទៅរៀនចប់ចង់ធ្លាក់អណ្ដាតម៉ែជាពាក់គេឲ្យវិលក្បងឲ្យអស់ជើងកាលខ្វះលុយថ្លៃសាលាខ្វះលុយថ្លៃទឹកភ្លើងមករកសុំម៉ែនិយាយបានមុនប៉ាវាឪវាឈឺចកេះឈឺចង្គង់ដាក់អស់សរោម3ផ្លោកខ្ចីលុយគេមិនតាន់សងផងជាពាក់
ai tham rò xôm lùi con ở lấy con ôi bàn món từ vinh ọt chẳng bực khoát lô cầm ao sắc ạt ngục lô phong này nhôm ná hay đây lực ta vây chả che hay nom kia xa từ ạt từ ngục chả bị đám thì chặt men tết đặc viên kia từ sầm ran thế đó ố lực cầm lăng chết tập nét men ông na trong sắc cái đó nhôm phần là kìm sư phong ấy nhôm á chết tập khoát lô oi nơi hay đai mà khai thì khai đai thì chuồn vọt mà đòn phong lô bên nào tên này lấy riêng lô phần này ní mà trong lực làm thật thằng bốn lực đònครูนาก็ได้ทวายกุมที่ขังตะบงเบอร์ครูในรั้วตำนกบำรองตามแบบรั้วบรรลุสกุลห้อยเธอบอลหน่อยโลกหรือก็ทัวบอลจูนครูtừขังเล็กบทเทียดีtừขังจึงมัดสำลังก็โดยเคลียงจังได้ไอ้từขังเลือจิสามณะเปรียมยืนกรบโลกจิสามณะเปรียมมวยได้จังยืนกรบตามแบบรั้วอะไรไอ้từขังกรอมจิตติสกรรมก็อันนั้นเคลียสดเศร้าจึงยืนอันครูตามแบบสดเศร้านี่ปันได้บ้านจีบใบกำนัดดังท่าอ้อถวายกุมตือตังประมวยนั้นคืออนุครัวดอลมนุษย์ประมวยกรมให้ไออดดังคอมมาตือถวายกุมแมนแตนนะโยมนะปัญดาเลยนี่ยี่ปีเรื่องกุนเอาโยมสดับปะตอเตียตามกรรมวิธีจุมรานประชุนนี่เพื่อการบนกุศลมาสรบขมายนี่เพียรจานโดยโยมมาจาเมียนภาษาเวจันมาทปิโกนจางดังกุนเนี่ยแต่โกนใจเมียนทอกัตติยูโกนนั่งใจถวยบอลnàyให้เบิกโกนนั่งเมียนทอกัตติยูเตสมไปเมียนลานเมียนวิลาเมียนได้ประมาณกะไหลดอยเมียนใจถวยบอลในอ้อยไม้เตแต่โกนไม้โกนมันดังหายแต่ถวยนาเกิดโดยชนะไม้นี่ปัจจิเมียนโกนเลือโกนคลังนะรู้เรียนเมียนชีวิตเมาปะปันเนี่ยดอยซานาดอยซาปุกดอยซามาได้ตึกดอกมาได้ไทยมาได้อย่าปุกขัดคอมจิงจำไปใบไทยราซาเอารั้วเอาเรียนเอาเมียนชีวิตเมาตัวปะปันเนี่ยโดยชนะยืงจีเปะก้นปุกมาได้ครั้งนะตั้งออกคืนนี้โยมเย็ดเชื่อทายจีเปะไอออดรอไงเมียนจีเปะผมนอลเกไอออดเบอร์มันจีเปะผมนอลเกเตจำเชลาจีโมยธรรมาเนี่ยคลากิทักขยมมักเมียนบานไอปีใหม่ปีเต้ได้ขยมติงลุยคลวนไอแต่ขยมยมทเวลุยคลวนไอขมิ้นบานเกปีไม้จะเนาะกระเปื้อบานแบบบ้านขยมออดอะไรยังทาตือโรซีคลวนไอติงคลวนไอเจ้ายังบานใดนาตือโรซีใดนักเชิงหน้าเชิงนังบานปีนาเมาเชิงไม้เชิงใจเอาใดไม้ใดใจเอาเชียมยังบานปีเชียงไม้เชียมใจเอาจังยังบานปีจังไม้จังใจเอาโดยชนะเพียหนไม้ในขนมนั่งได้ตัวใบยังตรอซีตะเทือกาบานเลยเนี่ยน้าเอายังเรียนเมียนจำแนกแจดังน้องไม้ประดับปีหมดปลอดปีก็เอาตะโกนบานเรียนตั้งปียังในขนมปีเนาะปุกมาได้ปรังโตสู้ไทยต้อมกะไทยราซาก็ไอเนยเมียนตีโปไอไทยราซาปูกลมโลกลมโลดกลมเลือกทงนตกไอขยมเพเรียทะเลมาเลือปุกปุกไอ้นี่ดาวโรธนำพองโรลุยมตุนกบำรองจำปปนโกนไอเป็นแต่โกนประโซดลางเมาพยอเคลียเกิดลางเมาดำใบเมียนมอดเมียนข่าวอาตรึเสียเปะอันตรึปะเกินกำลังโรตรอบสมบัติไงแต่โกนประโซดลางนกพยกิจายรถตามยัยนี่แต่ตามหอดำตึกหอดดเลื่องมุกปลาสัตว์ชุ่งไว้ในตึงคุยบอลเปรี้ยเราคุยไอศกสบายทั้งออกเนี่ยมาโลกเสียบตะลือยมงาล้างเตรงอรมเพิบนะตัวใบกรอกสอดกระดอยแม่ในเลยจะกรานเปลี่ยนนี่ปุกนั่งเนี่ยอังกุยไทยเพลิงมันเจ๊ดำสล้อโจจะกรานไอเจ๊ดำสล้อไอไปนั่งเจ๊ดำเจ๊สล้ออ๋อของโกตรองโกตรออ๋อตรอไอดำตึกกระดอยแม่พองโรตึกมอไอแม่งูดพองให้กระตบแม่กระตบโกนนั่งกองอยู่ตึกเบาอยู่ตึกเลี้ยงตึกยี่ตึกยุกุต่อใดหอยแต่เทือกาเกมาปรึกพญาปปนตกเกตลบมาวิ่งทางไออาเซียบานไตรบานปลายบานนุ่มไม่มุ้ยดอกดาวสัตรถเมาแต่เละปลุกมือลงกอขนมเปียงอ้อยรถตรองกอเทียดอมือตักอ้อยรถตรอตักดำสลอไปจกแม่ไปจกไอตำรอมยังรัวเรียนเมียนชีวิตสกซอกกรอกสตอกยาลมบะเวทเนียมันดังกอดเพื่อบาปอย่างนาคลาแนคลาโรซีเกงกับหลับคงใบประดกพูดกระป้องประตองประเลิกในจริงพูดเกกระเหาะเกมบัดเกมมากะมาจับมาเส้นเฮียนลวดโดปังรอดปังระสัตว์เทียนต่างรัวดดเพลิงแช่ปรีกับได้ดักสัตว์ผมบัดชีวิตสัตว์โดยตีเอาจะบานลอยมอนจำโกนบาปบนในตกมาดอมสั้นนะโยมเมื่อใครได้ดำใบโกนรัวไม่สอบเจ็ดเละบองสอบยางปนไม่คลาพอบโดยลูกตาปิดสอบขาสมุดขนมระบายแปร
ម៉ែឪរស់នៅប្រឹងព្រោះកូនដល់តែសូនបាត់ស្ងាត់សង្ខារមិនបានមកកើតជាមនុស្សមិនបានមកកើតជាទេវតាស្រាប់តែកើតជាប្រែតបាក់ពោះកាហេតុអត់អាហាររីឯកូនវិញគិតតែផលទីបំផុតអត់មានកូនឯណាមកជួយទៅវិញទាំងពោះទៅទេណាញោមណាកំសត់ណាស់ដូចចូលសេដ្ឋីមួយសម័យព្រះដើររកកូនអញ្ចឹងរកូនអញនៅឯណារមិនឃើញសោះទ្រព្យសម្បត្តិអញស្លាប់ទៅនៅលើដៃកូនទាំងអស់ដល់ទៅរមិនឃើញទៅដល់ក្រុងរាជក្រឹសទៅបង្ហាញខ្លួនឲ្យស្ដេចអាចិតសត្រូវឃើញអាចិតត្រូវសួរថាណែឯងជាអ្នកបួសហ៎ថាអត់ទេខ្ញុំជាប្រែតហើយប្រែតហ្នឹងជាស្អីទៅថាប្រែតហ្នឹងពីមុនមនុស្សដូចតាគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿបុណ្យមិនជឿបាបបានមកកើតជាប្រែតហើយខ្ញុំដើររកកូនខ្ញុំអត់ចំណីអាហារទ្រព្យសម្បត្តិខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានមួយម៉ាត់ហើយចុះកូននៅឯណាគេលែងនៅស្រុកនឹងហើយគេរូបផ្ទះបាត់អស់ហើយទៅដើររកគេឮថាទៅនៅស្រុកអន្តកវិន្ទនគរអញ្ចឹងលោកទៅរកគេចុះរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ខ្ញុំម្ដងទៀតប្រែតនោះបាត់សមោលពីនឹងទៅដើររកកូនរកពីភូមិមួយទៅភូមិមួយមិនឃើញសោះបែកគំនិតដើររកតាមវត្តមិនឃើញទៀតបែកគំនិតដើររកតាមរោងបុណ្យស្រាប់តែរយូរខែឃើញរោងបុណ្យមួយធំអញ្ចឹងស្រាប់តែឃើញកូនខ្លួនឯងកូនអញតើអូផ្ទះកូនអញធំណាស់កូនអញធ្វើបុណ្យអូយមនុស្សមកច្រើនណាស់ក៏ក្រឹកក្រែងអណាស់បានកូនធ្វើបុណ្យឲ្យខ្មោចម្ដាយខ្មោចឪពុកត្រេកអរយកតែមែនតែនដល់ទីបំផុតចប់បុណ្យទៅខ្មោចឪពុកយំដដែលអង្គុយយំតែបើក្បាលជង្គង់រៀបរាប់ពីការកំសត់ហេអាម៉េចបានជាយំកូនគេដូរសាសនាបាត់ហើយកូនគេដូរលទ្ធិហើយគេដូរទស្សនៈគេដូរជំនឿហើយគេធ្វើបុណ្យនោះគេធ្វើបុណ្យមែនប៉ុន្តែគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេទេគេជុលកែវគេជុលអីហ្នឹងមិនដឹងអស់ប្រមាណកតិនទេប៉ុន្តែខ្មោចឪពុកម្ដាយគ្មានបានអីមួយម៉ាត់ព្រោះគេមិនបានចូលមកឧទ្ទិសវេដាបាំងស្គលអីទេម្ល៉េះហើយខ្មោចឪពុកអត់អាដែលញោមមើលឃើញដែរលំបាកទៅវិញទៅទេទៅទាំងពោះទៅទេបាននឹកឃើញដល់អាចិតសត្រូវផ្ដាំក៏បានទៅប្រាប់អាចិតសត្រូវក៏ធ្វើបុណ្យឧទ្ទិសឲ្យទៅហើយបានឧទ្ទិសឲ្យទៅបានហៅប្រែតអនាថាទាំងឡាយមកទទួលបុណ្យប្រែតនេះបានរួចពីកំណើតប្រែតមកកើតជាមនុស្សទេវតាដោយសារណាថាដោយសារអ្នកដតីគេធ្វើឲ្យទេចុះកូនខ្លួនឯងយ៉ាងម៉េចដែរនឹងហើយបើសង្ឃឹមកូនពោះទៅទេមកពីអីនឹងហើយធរអាមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនស្វែងស្ដាប់ធម៌ទេសនាធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចម៉ែឪនៅតែអត់ទទួលបានឆ្ងាញ់តែមាត់អ្នកនៅរស់អញ្ចឹងញោមប្រយ័ត្នណាញោមណាធ្វើបន់កុំឲ្យឆ្ងាញ់តែមាត់អ្នកនៅរស់អញ្ចឹងធ្វើម៉េចទី1ចូលប្រគេនផ្ទាល់ទី2ឧទ្ទិសខ្លួនឯងទី3អ្នកស្លាប់នោះទទួលអនុមោទនាបានហើយបើយើងមិនបានចូលឧទ្ទិសចូលប្រគេនផ្ទាល់ទេអាឡ័យទៅជប់លៀងតែគ្នាឯងអាហ្នឹងហើយឆ្ងាញ់តែមាត់អ្នកនៅរស់នោះហើយបេះដូងប៉ុននៅប្រវែងហ្នឹងសោះប្រហែល5នាទីឬ10នាទីកុំឲ្យខានកន្លែងហ្នឹងបានលើកឡើងថាម្ដាយឪពុកខិតខំប្រឹងព្រោះកូនរហូតមកដល់ពេលនេះញាតិញោមតម្រាំយើងរស់រៀនមានជីវិតគាត់តស៊ូលំបាកណាស់ឥឡូវញោមថាអត់ជាពាក់បំណុលគេទេអាត្មាសូមសួរញោមមួយម៉ាត់ញោមមកតាំងពីកើតមកទល់ប្រប៉ុណ្ណេះស្លៀកពាក់ខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់ទាំងអាធ្វើឲ្យលហែកទាំងអាធ្វើឲ្យឆ្អេះសូមជួយឆ្លើយឲ្យអាត្មាកុំឲ្យហត់ពេកបើឆ្លើយត្រូវជូនពិន្ទុ2លានញោមអស់ប្រមាណកាផ្លេម្នាក់អត់ដឹងទេចុះបើញោមជាពាក់លុយគេ10000ញោមសងប្រមាណរួចសង10000រួចជាពាក់20000សង20000រួចចុះបើជាពាក់គេអត់ដឹងសងប្រមាណសងអត់ដឹងហើយសងប្រមាណរួចទៅបើមិនដឹងហើយបើអញ្ចឹងយើងជាពាក់សម្លៀកបំពាក់ម៉ែឪក្នុងបាលីហៅថាជំពាក់ជ័យវរៈបច្ច័យហើយមួយទៀតញោមចុះញោមតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់គិតជាងក៏អស់ប្រមាណកំប៉ុងហើយសូមឆ្លើយអត់ដឹងទៀតបើអត់ដឹងកាន់តែដូចអាត្មាក៏អត់ដឹងដែរបើដូច្នេះមិនដឹងអស់បាយម៉ែប្រមាណកំប៉ុងឯងតម្រាំធំកាលម៉ែឲ្យលុយយើងចាំយើងគាត់អត់ទាពីយើងវិញទេប៉ុន្តែឥឡូវនេះបើឲ្យម៉ែខ្ចីតាមទាណាញោមណាម៉ែមិនដែលប្តឹងកូនពីរឿងទាដីទេប៉ុន្តែកូនហ៊ានប្តឹងម៉ែទាដីឥឡូវណាបើដូច្នេះហើយពិបាកណាស់ជាពាក់ម៉ែឪជាពាក់បាយមួយមុខនោះសងមិនរួចផងហោះឥឡូវទី3ញោមហើយអាចជាពាក់ទី2នេះគេហៅថាយើងជាពាក់ចង្ហាន់បណ្ឌបាតម៉ែឯទី3តើញោម
ដេកកទេលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហើយតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេម្នាក់ហើយសូមជួយឆ្លើយ10កាផ្លេហ៎អត់ដឹងទេបើអត់ដឹងទេដូចអាត្មាដែរអាត្មាក៏អត់ដឹងដែរហើយពីក្មេងរឹកធំណាស់បើថាឈឺបត់ដៃបត់ជើងល្មមមិនខ្ចីប្រាប់ណាដាក់អាកទេលនឹងត្មងដល់ព្រឹកឡើងគេលៀងហាលព្រាតខោអាវគេថ្មីសោះលើក3ពោលេងបន្តិចបាញ់ជ្រោចដាក់ផ្លែតចឹងអាត្មាក៏ធ្វើឲ្យប្រឡាក់ប្រឡោះកទេលខ្នើយភួយមុងម៉ែជាពាក់ម៉ែមិនដឹងប្រមាណទេក្នុងបាលីគេហៅតែជាពាក់សេនាសនៈបច្ច័យម៉ែឪឯមួយទៀតញោមនិយាយឲ្យត្រង់តាំងពីកើតមកលេបថ្នាំម៉ែអស់ប្រមាណគ្រាប់ទឹកកកអស់ប្រមាណកែវក្រែមកៃអស់ប្រមាណដុំសូមជួយឆ្លើយអត់ដឹងទៀតហើយអត់ដែលឈឺទេដឹងហ៎ដែលឈឺដែរធ្លាប់លេបថ្នាំម៉ែដែរបើអញ្ចឹងជាពាក់ម៉ែមួយទៀតគឺជាពាក់គីលានភេសជ្ជៈអញ្ចឹងយើងជាពាក់4មុខអាគ្រឿងស្លៀកពាក់ចៃវរៈអាគ្រឿងហូបចុកបណ្ឌបាតហើយអាគ្រឿងដេកនៅសេនាសនៈហើយអាគ្រឿងតាមនេះគីលានភេសជ្ជៈអញ្ចឹងអា4ហ្នឹងគេហៅអីគេហៅបច្ច័យ4យើងជាពាក់បច្ច័យ4ម៉ែឪចឹងហើយបានជាពេលគេសងគុណម៉ែឪគេត្រូវធ្វើបច្ច័យ4សងគុណម៉ែឪប្រគុណម្ចាស់ជាអ្នកដឹកនាំធ្វើបច្ច័យ4សងគុណម៉ែឪទាំងអ្នករស់ទាំងអ្នកស្លាប់ពិខុបោតបាតសម័យព្រះម៉ែឪឪពុកបងលោកកើតទៅជាប្រែតទាំងអស់រួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវតាដោយសារលោកបោតបាតមួយអង្គនឹងអ្នកដឹកនាំធ្វើបុណ្យបានទៅដល់ឪពុកដល់ម្ដាយដល់បងណាញោមណាឃើញណាវាមានគំរូអញ្ចឹងព្រះសិរីបុត្រម្ដាយពីជាតិមុនទៅកើតជាប្រែតអត់ចំណីអាហារបង្ហាញខ្លួនសមព្រះសិរីបុត្រធ្វើទៅម្ដាយនោះបានទទួលផលបុណ្យសោយសម្បត្តិទឹកជាទេវតាទៅឃើញណាចឹងយើងជាពាក់បច្ច័យ4ម៉ែបើគាត់នៅរស់បច្ច័យ4សងគាត់ហើយបើគាត់ស្លាប់ទៅឧទ្ទិសបច្ច័យ4ទៅឲ្យគាត់ទៀតវាមានគំរូមកអញ្ចឹងហើយឥឡូវច្រើនពេករាប់មិនអស់ដល់តែ4សុំសួរតែមួយមុខឯងងូតទឹកតើម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់រួចដោះកន្លែងណាខ្លះសុំឆ្លើយអត់ដឹងទេណាប៉ុន្តែអាត្មាដឹងថាម៉ែឪដោះគ្រប់កន្លែងទាំងអស់តាណាក៏គេស្គាល់ហើយគេឃើញអស់អាលីងហើយស្គាល់អស់បាត់ហើយបើអញ្ចឹងចុះបើសិនជាគាត់ងូតទឹកដោះក្អែលឲ្យយើងបាន2000ដងហើយយើងដោះក្អែលឲ្យគាត់បាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើអញ្ចឹងហើយបានជាបុណ្យចម្រើនបជនសងគុណគាត់គេត្រូវដាក់បោះស្បុកស្រោចទឹកមួយទៀតព្រោះគាត់នៅងូតទឹកឲ្យយើងរាប់មិនឈ្នះឥឡូវយើងងូតទឹកឲ្យគាត់ម្ដងនេះគេហៅថាបកាសនៈកតញ្ញូដាក់មីក្រូប្រកាសឲ្យទេវតាដឹងថាគេសងអាថ្លៃងូតទឹកនឹងមកគេសងហើយអញ្ចឹងហើយគេសុំខមាទោសគាត់អត់ទោសឲ្យយើងជូនបាយទឹកនំចំណីសុំខមាទោសគាត់អត់ទោសឲ្យយើងទៅយើងរួចកម្មពីអីខ្លះកាលពីមុនម៉ែឪស្ដីនិយាយជេរថាយើងធ្វើមុខកញ្ញើដាក់គាត់តែមិនសុំទោសគាត់កើតឡើងមុខកញ្ញើខ្មៅកញ្ញេះដូចគ្រឿងឆេះគល់តយឹងអញ្ចឹងហើយចេះតែបន្ទោសម៉ែមិនដឹងជាស្អីទេកើតកូនអាបងស្អាតបកើតឯងមកមុខអាក្រក់អានឹងឯងកម្មពីឯងធ្វើមុខកញ្ញើជាងគេដាក់ម៉ែឪអត់បានសុំទោសសបកលេកលាទេហើយនៅតែកែអត់បាននៅតែកញ្ញើខុសគេអ្នកខ្លះទៀតម៉ែឪស្ដីនិយាយជេរថាសម្លក់សម្លឹងម៉ែឲ្យឆ្មែកូនហើយសាលារៀនចេញតាំងពីម៉ោង5ហើយឥឡូវម៉ោង8ហើយមិនបានកូនឯងទៅចូលផ្ទះចឹងម៉ែវាភ័យខ្លាចកូនឯងគ្រោះថ្នាក់ចេះមួយចុះមួយនឹងនិយាយទេចូលផ្ទះពេលណាទេសនាពេលហ្នឹងស្អប់ខឹងហើយឡើងចង់ចូលផ្ទះសម្លក់ឲ្យថ្មែហើយអត់បានសុំទោសគាត់កម្មពីអាសម្លក់ហ្នឹងជាប់មកភ្នែកសលេវកើតឡើងមកសបុកគេអត់សលេវតែឯងដើរទៅកាត់មើលទៅជើងដើរទៅត្បូងមើលទៅលិចបាញ់មន់ងាប់ទាដកដើមទ្របងាប់កូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមើលមីដល់ទៅដួសស៊ីកាទៀវជាងការឈរតាមផ្លូវបោយដាក់ឲ្យអាធុកភ្នែកមើលម៉ូតូមកឲ្យទាំងពីរបកែកគ្នាគេហៅខ្ញុំហ៎គេហៅខ្ញុំទេភ្នែកមើលមកខ្ញុំហ៎ដៃបោកមកខ្ញុំឆ្លោះគ្នាពេញនោះដែរហើយមកពីអីយើងអត់តន់សុំទោសគាត់ជួនកាលប្រើម៉ែប្រើឪឲ្យមើលកូនមើលចៅឲ្យទៀតអូអានឹងមកជន់ទៀតប៉ុន្តែស្រុកនេះក្រនបើអត់មានពីណាប្រើម៉ែប្រើឪទេបើនៅខាងអាត្មាយ៉ាប់ម៉ែឪជាប់កូននៅខាងនេះអត់មានពីណាយកកូនមកផ្ញើយាយមកផ្ញើតាទេអញ្ចឹងស្រួលហើយរួចខ្លួនមានដែរដូចមិនជឿមានឯណាបើយាយតាមកណែនរូងគេចំណាំស្រុកដែលមានម៉ែឪគេផ្ញើកូនអត់មានយាយតាច្រើនអញ្ចឹងឯងមកចូលបន់ប្រញាប់ទៅផ្ទះវិញហេហូបបាយសិនហេហូបមិនកើតទេចៅយំមកឡើយហើយ
hộp bò bò thân viên cá để chọn mà thòng mau giờ tới được không đẹp là thấy đạp lục thế này thì xây chạy đó là pi dùng mà lấy chạy còn cái máu mà plate đấy nè bởi chẳng đó cho con thêm lục cưới bàn này tới phải nhặt chạy dùng dân cho nói tới lục mà tên nó đọc nè làm nè có cái bị nhặt 10 chạy và đó là khơi trong rung này nơi tràn chẳng ban là tham ta miền Việt Nam 10 chạy rồi ở chẳng miền đây chọc bạt rồi cái tha chặt sọc chân cái oi từng coi phật tải chặt sọc răng cái oi ta đào lùm hái ai chặt sọc máy cái oi 10 chạy sự ngày nắng với cho bà phía cách 10 chạy pan là dân cách mình ruồi trên này nhổm ruồi nơi không sân cung chỉ môi kia về tây ta chui mưa lên chẳng ai này nhổm bị pro thả bờ con từ thuê cá bàn lôi bàn cả máu sầm rạp mưa mai từ pet từ ấy đây bờ con từ thuê cá bàn từ nam mưa trái toàn là mai chui mưa sợi tôm của hôm của nhom pin trái bữa mình do con từ nhà má nè nè chốt và chân toàn là mai chui chẳng việc chui khi từ bên từ máu ọt ấy tê có bàn tay ba sân chỉ mai mạ chất chui mưa dương đòi smart chất dương ọt pre quạt tê quạt smart chất à năng dương ọt bà tê có bàn tay bởi sân chỉ quạt mình smart chất tê có bông ta ôn chư anh cha việc cô ta mà chỉ bạch đây chỉ bạch chưa ngày anh còn buồn pram buồn đọc miền nam mà chết à sơi có hàng có hà tức non tiền có anh này bị cha hay à dung cha ơn tiết miền à coi tiết ọt lôi tiết tăng bị chư mà ọt luôn đó là hốt khơi cô nam mà ai cọc cho lao tích đừng khơi mau sao tức có tiết côn máu cọc cho lao tích ô màu á xẹp tầm máu toàn bàn trời cọc cho phóng đặt màu pi mày ơi nhà ôn phóng là nghịch nhưng mà vô vinh chọc hay hột pi pon chun mày nàng mày ấy nhầm có đấy là nghịch nhưng mà vô vinh tật bạt hay anh toàn trời phóng tật bạt xẹp tật là nghịch màu na toán nhóm kèm cây mừng máu mà pon kèm cây khơi tật côn không mấy ở tận nào ngay vân mà pon hay xẹp tật là nghịch tích ngày tích anh nôm na mau tiết mà pon tiết mà là ngay tí score crop na mà con lực khỏi tranh lôi mài rồi mà đó là về chơi là nghe máu kia mà do con kia xuống cái đưa tiết hải ní nở tiếc sợ na ọt một tập tê mới nè mở luôn sạch pride luôn được pride trên một tập tê hải ní mày nó ôi buộc mình thà ở na để thà anh ăn một tập ở con kia nâng mà chẳng ôi không buộc kia ra anh nhận bàn một tập ở con kia hãy mình con khăn nơi xe chỉ mới cái đưa đã này hãy ní ọt cái đầm bài tê hãy ní nơi tiếc ọt sợ na ọt cái đầm bài tê mày thằng ngọc hỏi phải thà anh ọt đầm bài mình có đã con vẫn đang bị chết đầm mà biết cái thà anh đang mò với anh mình chết đầm bài để chẳng chúng ta bà còn thèm tiền chẳng sờ róc đau clay màu vinh bà sân chỉ quạt mình smart chặt tê dương từ prai quạt và thèm miền này thà dương chỉ bẹ mà cho ăn tiền hào còn ta rót ta luôn dương mình ní chỉ bẹ xong mình toàn rồiต้องlà lấy thèm chào tiết cả vì chỉ bẹ trâm luôn ấy trâm ta rót tới đó là thèm đó cháy vì lá ông rót thằng và đôi chân này háo toàn ta rửa phê về lia thôi bọn này háo toàn quạt nơi ruộng chẳng là xong cả mà tu quạt này háo vậy chẳng là cha cái nắng cái đặc nom xong cả mà tu hay ót nhúng có mà cha lư sắp cha nó men đặc nom xong cả mà tu đây ót nhúng đặc đây xong đây ô bữa cha đặc nom chẳng lọ hoa nhômពីព្រោះបនកតញ្ញូល្អបំផុតនៅសុំខមាទោសហ្នឹងហើយបើសិនជាអាត្មាធ្វើបនកតញ្ញូអីក៏អាត្មាចង់រកអាចារ្យចង់ដែរឧបមាថាបើអាត្មាធ្វើបនចម្រើនបជនឲ្យម៉ែក្មេកអីណាក៏ចង់រកអាចារ្យចង់ដែរអត់ទេអានេះវាអត់មានទេគ្រាន់តែឧបមាទេគ្រាន់តែឧបមាអាត្មាអត់មានម៉ែក្មេកទេគ្រាន់តែឧបមាថាបើសិនជាអាត្មាធ្វើចម្រើនបជនជូនយាយក្មេកអីចឹងណាញោមក៏ចង់បានអាចារ្យចង់ដែរព្រោះចេះដឹកនាំសុំខមាទោសហើយអាមិនបានជាសុំខមាទោសឲ្យយើងតាំងពីប្រើម៉ែតាំងពីប្រើឪតាំងពីទុកវិជវចដាក់គាត់អត់បានសុំទោសគាត់ខ្លាចកើតជាខ្ញុំបង្រើគេរាប់លានសែនឆ្នាំមកញោមអញ្ចឹងបើសុំខមាទោសគាត់អត់ទោសឲ្យយើងលែងមានកម្មពីហើយដល់លែងមានកម្មពីហើយគាត់ជូនពរទៀតឲ្យកូនរស់ស៊ីមានបានសុខសប្បាយអូយតែប៉ុណ្ណេះពរចេញពីពាក្យព្រះគឺសុខសប្បាយកូននឹងរស់ស៊ីមានបានមែនហើយណាញោមណាពាក្យម៉ែពីឪទៅជូនពរកូនរស់ស៊ីមានបានឯម៉ែឪខ្លះរំភើបពេលនឹងរំភើបខ្លាំងមែនតើរហូតដល់យំខ្ញុំទឹកភ្នែកអាត្មាដើរបនមករយៈនឹងនិយាយខ្លះយំអាចារ្យគេឲ្យជូនពរកូនតិចឲ្យកូនពររស់ស៊ីមានបាននិយាយចេញតាវាម្ដងហើយទៅតាវាណោះឲ្យកូនរស់ស៊ីឲ្យមានបានម៉ែឪសប្បាយបានកូនធ្វើអញ្ចឹងអាត្មានេះក្តុកក្ដួលអួលដើមកតាមគេហើយមានយាយម្នាក់នោះអង្គុយយំទឹកភ្នែកប្រព្រឹត្តគេដែរអាត្មាថារួចតែម៉េចនោះត្រូវជាបងប្អូននៃញាតិដែរអត់ទេហើយមិនបានយំវាសំណោះខ្លួនឯង
កូនគេធ្វើអញ្ចឹងឲ្យកូនខ្ញុំមកកើតមកចិត្តងាប់ទៅវិញមិនដែលមានកូនណាធ្វើឲ្យទេឯងធ្វើបន់ម្ដងមកយាមហៅវាចូលប្រគេននេះវាមិនចូលមកចិត្តទេវាពិបាកណាស់ដូចអូសគល់ឈើអញ្ចឹងហើយឃើញកូនគេតែស្រាក់តែស្រាំអញ្ចឹងវាសំណោះខ្លួនបន្តិចទៀតងាប់ទៅវិញហើយមិនដែលឃើញកូនណាមកធ្វើអញ្ចឹងដូចគេម្ដងយំគេដែរអញ្ចឹងណាខ្ញុំមើលឥឡូវកូនគេថ្ងៃនេះគេដឹកនាំគ្នាធ្វើល្អហើយគេសុំខមាទោសហើយបើមានកម្មបើមានពៀម៉ែឪអត់ទោសឲ្យរួចកម្មពៀហើយណាញោមហើយចោះចំណែកញោមដតីប្រើម៉ែប្រើឪដែរនោះមិនដែរឬពេលវេលាហើយតនគាត់នៅរស់ញោមណាកុំពជាអត់បានទេតែពជាចាំឆ្នាំក្រោយស្រាប់តែគាត់ដួលព្រោះបានតែយំរុនជើងម៉ែអើយអត់ទោសឲ្យកូនអើយអត់ទោសឲ្យកូនគាត់អត់ស្ដីរកយើងឯនៅធ្វើស្ញីអញ្ចឹងអាចារ្យទៅ10កណាត់ដឹកដាក់មកឈូសភ្លើចអត់ស្ដីរកយើងទេអញ្ចឹងតនគាត់នៅរស់ធ្វើបន់នេះហើយដូចពេលហ្នឹងអញ្ចឹងល្អហើយអាតនឹងស្រោចទឹកសុំខមាទោសគេហៅថាជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតគាត់ឲ្យគាត់បានអាយុវែងគាត់ត្រេកអរដោយកើតម្ដងទៀតអាយុឡើងវែងនិមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យគាត់ស្ដាប់គាត់คลายទៅជាឧបាសកឧបាសិកាជាកូនព្រះអមនុស្សខ្មោចព្រាយណាចងពៀនឹងគាត់គេដូរចិត្តលែងចងពៀឲ្យគាត់បានអាយុវែងគេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មហើយចំណែកគេធ្វើចង្ហាន់ឲ្យយាយតាពិសាប្រគេនដល់ប្រសង់ឆាន់ឲ្យជីវិតគេរស់គេហៅថាអនុបទានកិច្ចអនុបទានកម្មជួយគេឲ្យរស់គេជួយយើងឲ្យរស់តទៅទៀតដែរដូចជាពេលយើងឃើញគេលងទឹកឃើញគេខ្យល់កឃើញខ្យល់ចាប់យើងជួយគេឲ្យរស់ពេលយើងមានភ័យអាសន្នចេះតែមានគេជួយយើងឲ្យរស់តទៅទៀតដែរណាញោមណានេះចម្រើនបជនហើយដាពឹស្ដានិមន្តប្រសង់ចម្រើនណែសូត្រអភិធម្មឲ្យម្ដាយឪពុកស្ដាប់យកលំនាំតាមពុទ្ធព្រះអង្គសងគុណប្រមេត្តាព្រះអង្គទៅសម្ដែងអភិធម្មឲ្យប្រមេត្តាស្ដាប់នៅឋានសួគ៌ឯណោយកវិន័យទៅដាក់ក៏មិនសមយកប្រសូតទៅដាក់មិនសមព្រះអង្គសម្ដែងពឹស្ដាអភិធម្មនឹងឲ្យម៉ែស្ដាប់ឲ្យប្រមេត្តាស្ដាប់អញ្ចឹងកូនចៅចង់សងគុណម៉ែឪត្រូវសម្ដែងអភិធម្មឲ្យម៉ែឪស្ដាប់ដែរដល់អត់ចេះសម្ដែងបាននិមន្តប្រសង់មកសូត្រឲ្យម៉ែឪស្ដាប់ចឹងម៉ែឪអើយស្ដាប់ទៅនរណាស្ដាប់ទៅបានបនច្រើនណាស់គ្រាន់តែឈានជើងពីផ្ទះមកមកជាបានមកអានន់ណាញោមណាហើយជីកង់វិលមកជុំក៏មកអានន់ដែរអញ្ចឹងយើងដើរពឹស្ដាយកលំនាំតាមព្រះអង្គទៅប្រោសប្រមេត្តាឯឆាកទុកឲ្យអាចារ្យបញ្យលទៀតចោះកូនចៅមានផលកតញ្ញូធ្វើបន់មកប៉ុណ្ណេះហ្នឹងគឺថាបានសុខសប្បាយហើយគ្រួសារហ្នឹងគេហៅថាកើតសុភមង្គលហើយមានកូនក៏កូនល្អប្រកបដោយកលងធម៌រកទទួលទានក៏មានបានទេវតាតាមស្រឡាញ់តាមថែអាសាជានិច្ចជានិរន្តរ៍ឯញោមប្រុសដែលគេធ្វើចម្រើនបជនជូនក៏បានបជនវែងអាយុវែងសុខភាពល្អជាមលុបដល់កូនចៅប្រគុណម្ចាស់គ្រប់ព្រះអង្គក៏បានបុណ្យកុសលនឹងទ្រទ្រង់ឲ្យបានសុខភាពល្អបជនវែងអ្នកមកចូលចាប់អ្នកផលបានស្ដាប់ធម៌ជ្រះថ្លាក្នុងចិត្តណាដូច្នេះនឹងបានបុណ្យបានអានិសង្សតាមការប្រាថ្នារៀងខ្លួនរីឯបុព្វការីជនមេត្តាបិតាដែលបាក់បែកចែកឋានទៅលោកខាងមុខហើយក៏សូមឧទ្ទិសកុសលផលបុណ្យនេះទៅផងដែរមានប្រសពរាជមានលោកគ្រូប្រសពច័ន្ទលោកគ្រូប្រសពថៃលោកគ្រូប្រសពមុំលោកគ្រូប្រសពសនលោកគ្រូប្រសពអិនលោកគ្រូប្រសពយូលោកគ្រូប្រសពកិនលោកគ្រូប្រសពដៀបលោកយាយកិនលោកយាយលោកតាលោកយាយកិនលោកយាយលោកតាអ៊ូនលោកយាយយីនលោកតាអិនលោកយាយអ៊ុនលោកតាគង់លោកយាយលូតលោកតាអ៊ូលោកយាយធួនលោកតាអឹមលោករត់តុបបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យបានបុណ្យនឹងមួយជាន់ទៀតឧទ្ទិសជូនមេត្តាបិតាយើងដែរធម្មទេសនាមយៈនណាចេះធរអាក៏បញ្យលធរអាចៅអើយធ្វើអញ្ចេះក្មួយអើយធ្វើអញ្ចោះបានបុណ្យយើងនឹងមកបែបមកទៀតឧទ្ទិសជូនមេត្តាបិតាទៀតធម្មសវនមយៈនិមន្តលោកសម្ដែងពធទេសនាឲ្យយើងអង្គុយស្ដាប់ដល់ស្ដាប់ទៅបានបុណ្យកុសលដល់យើងឧទ្ទិសបុណ្យនឹងទៅទៀតបាត់តិទាននៅមយៈយើងធ្វើបុណ្យធ្វើទានហើយបានបុណ្យទៅខ្លួនយើងបានយើងឧទ្ទិសបុណ្យនឹងផ្ញើទៅឲ្យម៉ែឪទៀតបានបុណ្យមកយើងមកជាន់ទៀតព្រោះយើងជូនបុណ្យទៅអ្នកស្លាប់បាតានមោទនាមយៈបើគេជូនបុណ្យយើងថាអនុមោទនាលោកយើងនាំគ្នាសាធុទទួលយកបានបុណ្យណាគេជូននឹងថែមមកទៀតតិដ្ឋុជុកម្មៈធ្វើខ្លួនធ្វើតិដ្ឋិឲ្យត្រូវឲ្យត្រង់ថាបើយើងលុបភ្លើងគឺយើងអ្នកក្តៅគ្មានព្រះណាក្តៅជំនួសយើងទេបើយើងធ្វើអំពើបាបយើងអ្នកទទួលទុកអ្នកទទួលកម្មត្រូវជាប់គុកអត់មានព្រះណាមកចូលគុកជំនួសយើងទេដូច្នេះអ្នកណាធ្វើគឺអ្នកនឹងទទួលគ្រាន់តែតម្រង់ទឹកថេឲ្យត្រូវត្រង់ប៉ុណ្ណេះបានបុណ្យមួយទៀតសរុបទៅម្ចាស់បុណ្យធ្វើបុណ្យដល់តែ10របៀបនោះអាអស់លុយក៏មានអាអត់អស់លុយក៏មាន
ងើបទទួលភ្ញៀវសមាទានសាលសូនធោះអីគ្មានអស់អីមករៀលទេប៉ុន្តែបានបនដែរណាញោមណាអញ្ចឹងបនទាំងអស់ហ្នឹងឧទ្ទិសជូនមេត្តាបិតាគេថាអញ្ចឹងការធ្វើបនជូនមេត្តាបិតានេះពីដើមដំបូងឡើយពីព្រះអង្គត្រាស់ដឹងឡើងមកមនុស្សអត់តន់សូវដឹងចេះធ្វើទេអ្នកខ្លះទៅក៏រាប់អានព្រលឹងដូនតាទៅសំណែនសែនព្រានទៅអ្នកខ្លះក៏គោរពជឿអញ្ចេះអញ្ចោះតាមប្រពៃណីវប្បធម៌ផ្ទាល់ខ្លួនទៅពេលនោះឯងមានបរិសម្នាក់ដែលមានសម្ដែងនៅក្នុងសកិលកៈសូត្រឬក៏ក្នុងហៅថាសិកិលោវេទសូត្រហ្នឹងញោមឲ្យឪពុកដឹងផ្ដាំកូនថាកូនឲ្យឪពុករស់នៅមិនបានយូរទេមុខតែចាស់ហើយបើអញ្ចឹងកូនឯងនៅរស់រៀនមានជីវិតនៅកូនឯងថ្វាយអង្គមទិសទាំង6ណាកូនបាទពុកមិនអីទេចាំកូនថ្វាយអង្គមទិសទាំង6មិនយូរប្រហែលឪពុកនឹងក៏ស្លាប់ទៅហើយដល់តែស្លាប់ទៅកូននឹងគេគោរពតាមឪគេថ្វាយអង្គមទិសទាំង6នឹងមែនញោមដែលលឺអ្នកស្រុកអ្នកភូមិពីដើមចាស់គាត់ជេរក្មេងថាអាមិនដឹងទិសទេញោមអាមិនដឹងទិសមិនដឹងតំបន់ក្មេងនេះមកពីណាមកគ្មានដឹងទិសគ្មានដឹងតំបន់អីសោះអញ្ចឹងអាមិនដឹងទិសមិនដឹងតំបន់នឹងញោមធ្លាប់ឮគេជេរអញ្ចឹងឯអត់បើញោមមិនឮទេចាញ់អាត្មាធ្លាប់ឮហើយឥឡូវប្រយ័ត្នទៅគេជេរអាមិនដឹងទិសនៅតែមិនដឹងទៀតវើហើយក្មេងនេះបានតែពុកស្លាប់ទៅចេញទៅក្រៅភូមិថ្វាយអង្គមមែនហ្មងពីលិចពីកើតពីជើងពីត្បូងពីលើពីក្រោមមកគ្រប់ទាំង6ទិសថ្វាយអង្គមរាល់ព្រឹកត្រង់ថាខ្មោចឪពុកអត់អីហូបអត់ដឹងទេអត់គិតអត់ខ្វល់ទេសំខាន់អញថ្វាយអង្គមទិសពុកអញផ្ដាំឲ្យថ្វាយអង្គមទិសថ្វាយអង្គមតែរហូតនឹងឯងថ្ងៃមួយពពុទ្ធក៏យាងមកដល់ពេលព្រឹកព្រៀងស្វាងព្រះសូរិយាព្រះអង្គក៏សួរថាមនាលមាននោះណែឯងធ្វើអីមានមុខនឹងសក់ខោអាវទៅទឹកជោកអញ្ចឹងមាននប់នោះឆ្លើយថាខ្ញុំព្រះអង្គរាប់អានពីឪពុកខ្ញុំព្រះអង្គកាលពីគាត់រៀបស្លាប់ទៅគាត់ផ្ដាំឲ្យខ្ញុំព្រះអង្គហ្នឹងថ្វាយអង្គមទិសទាំង6ឥឡូវថ្វាយអង្គមតាមហើយថ្វាយអង្គមហើយបានពពុទ្ធលោកបញ្យលប្រាប់ថាមនាលមាននប់ទិសទាំង6ហ្នឹងមិនមែនអញ្ចឹងទេឪពុកហ្នឹងណាมันអាចនៅបង្រើកូននៅជាមួយកូនរហូតបានទេឪពុកស្លាប់ទៅក៏ប៉ុន្តែឪពុកផ្ដាំថាបើឲ្យកូននឹងកាន់ធម៌6យ៉ាងបានដូចឪពុកម្ដាយអត់ស្លាប់អញ្ចឹងដូចម៉ែឪនៅជាមួយកូនរហូតនៅមើលនៅថែអាសាកូនរហូតបានព្រះអង្គលើកពីធម៌6ហ្នឹងកុំឲ្យកូនទៅប្រព្រឹត្តខុស6យ៉ាងអបាយមុខទាំង6មានលបែងស្រីលបែងស្រាលបែងពាលាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងសេចក្តីខ្ជិលជាអូ6យ៉ាងនេះបើកូនវាចាអា6យ៉ាងនឹងបានទ្រព្យសម្បត្តិនៅគង់វង្សហើយចេះតែកើនចម្រើនគ្រួសារមានសុភមង្គលដូចខ្មោចម៉ែឪនឹងអត់ស្លាប់ទៅណាទេដូចនៅតែថែរក្សាកូនហើយបើសិនជាកូនប្រព្រឹត្តផ្ទុយពីនឹងទៅលេងលបែងស្រីលបែងស្រាលបែងពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនិងខ្ជិលជាអូហើយកូនណោយអាលាយអាលុតអស់ហើយទ្រព្យសម្បត្តិគ្រួសារក៏កើតទំនាស់ទាស់តែងខ្វែងគំនិតឆ្លោះគ្នាធ្លាក់ខ្លួនក្ររហាមអញ្ចឹងបានឪពុកផ្ដាំកូនអញ្ចឹងហើយមួយយ៉ាងទៀតព្រះអង្គលើកពីទោសប្រព្រឹត្តខុសទាំង6នឹងឲ្យស្ដាប់បណ្ណាអាត្មាមិនបានលើកមកទាំងអស់ទេគ្រាន់តែលើកត្រួសខ្លះឧបមាដូចដើរលេងហួសពេលវេលាអញ្ចឹងទៅថាទី1ទៅជន់ដានជើងចោលនាំគេចោតប្រកាន់ទី2ទៅបង្កទំនាស់បង្កចំនួនរួមតាំងពីមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍សពថ្ងៃអ្នកស្លាប់យប់ច្រើនជាងថ្ងៃតែញោមបើតាមសង្កេតមើលគ្រោះថ្នាក់ស្លាប់តាមផ្លូវភាគច្រើនណាយប់នឹងជាងថ្ងៃតែបើថាធ្លាក់ភ្នែកបន្តិចភ្នែកក្រហមបន្តិចហ្នឹងម៉ូតូលេខ100ហើយហ្នឹងវានៅយឺតឡើយទេណាបើតល100ជាងឡើងទៅម៉ាំងប្រើគឺមិនងាយរស់ទេញោមឡានតាមផ្លូវឥឡូវនេះសិតទៅធំឲ្យលឿនណាស់ដូច្នេះទៅជន់បានជើងចោលក៏មានទៅបង្កទំនាស់ចំនួនគ្នាក៏មានអាចឆ្លោះវាយគ្នាហ្នឹងថ្ងៃក៏អត់សូវដែរសម្បូរទៅយកទៀតខ្ញុំមើលកណាដូច្នេះដើរលេងពេលយប់ទៅជន់ពោះជន់ក្អែបខំហ្នឹងក៏មិនសូវថ្ងៃដែរច្រើនទៅយប់ទៅទៀតហើយមានអាចោលចាំឆ្លៀតឱកាសទៅយើងចេញផុតពីផ្ទះមកលួចទ្រព្យយើងក៏ឆ្លៀតពេលយប់ហ្នឹងទៅទៀតហើយចឹងដើរលេងពេលយប់នឹងទៅជន់ដានជើងចោលទៅជន់មេរោគឡើងផ្ទះទៅបង្កទំនាស់បង្កចំនួនវានាំឲ្យហាន់ហោចអស់ទ្រព្យសម្បត្តិ
ប្រពន្ធឯងប្តីឆ្លោះគ្នាប្រច័ណ្ឌគ្នាខឹងគ្នាមកទៅពីប្តីដើរលេងយប់ឬប្រពន្ធដើរលេងយប់នឹងដែរបើអញ្ចឹងអាដើរលេងយប់នឹងគ្រោះថ្នាក់ជាងអាថ្ងៃទៅទៀតណាញោមបានព្រះអង្គលើកពីទោសសពបែបយ៉ាងដូចជាការខ្ជិលច្រអូសអញ្ចឹងសម័យបច្ចុប្បន្នស្រុកនេះមិនខ្ជិលទេទ្រពមើលផ្ទះមិនឃើញទេប៉ុន្តែមិនមែនថារិះគន់ជន់ពលិចអីទេគាត់តែចង់រំលឹកដល់កូនខ្មែរសម័យក្រោយផងញោមហើយកុំឲ្យដីចំហពេកខ្យល់បក់អាលំផ្ទះឥឡូវហើយមានស្រុកខ្លះដីវាលឲ្យលវឹងជុំវិញផ្ទះទៅសក្រីមកគុំគ្មានផងម្ទេសម្ដើមគ្មានផងហើយដូច្នេះហើយចាស់ពីដើមគាត់ដាំទ្រុបទ្រុលគាត់របស់របរត្រឹមតែមួយស្លចិញ្ចឹមឆ្នាំងក្នុងក្រុមគ្រួសារមិនបាច់ចាំទៅទិញឯផ្សារទេក្មេងឥឡូវគេថាអូយបុរាណតិចកុំចាស់កម្រិលពេកតែ500តែ1000យកទៅណាមិនអស់គេថាចេះតែ1000យកទៅណាមិនអស់តែ100ហូបមិនអស់ដល់ពេលគេអត់បានដាំពេលគេអត់បានធ្វើខ្លួនឯងទី1គេអត់បានបញ្ចេញញើសអត់បានហាត់ប្រាំគេຕົកដីឲ្យចោលទៅទេដល់តែដីនៅចោលទៅទេហើយអត់បានហាត់ប្រាំអាសម្រាមសម្មេមសម្មុំហ្នឹងក៏វាកើតឡើងច្រើនសុខភាពក៏អត់ល្អអត់បានបញ្ចេញជាតិពុលហើយដល់តែទិញរបស់គេពីផ្សារលុយហ្នឹងក៏អស់អារបស់ហ្នឹងមិនដឹងគេដាក់ជាតិថ្នាំគីមីស្អីខ្លះទៀតយកមកស្រួលវាកើតទៅជារោគកើតទៅជាជំងឺវាអស់លុយថែមទៀតខ្ញុំមែនទេណាហើយដល់ពេលយើងធ្វើខ្លួនឯងទៅវាទៅជាយើងនឹងបែកញើសចេញជាតិពុលបានហាត់ប្រាណផងបានសម្អាតដីផងបានដើមឈើដុះមលុបមានបរិស្ថានមានខ្យល់អុកស៊ីហ្សែនល្អផងហើយបានហូបខ្លួនឯងធម្មជាតិសុទ្ធគ្មានគីមីហើយអត់អស់លុយទៅទិញឯផ្សារទៀតចឹងបានលោកបញ្យល់ប្រាប់ថាអាសេចក្តីខ្ជិលច្រអូសនឹងអាបាយដែលតាមនាំមនុស្សឲ្យវិនិច្ឆ័យនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិព្រះអង្គសម្ដែងចប់សពគ្រប់ទៅបានព្រះអង្គរំលឹកប្រាប់ថាមនាលព្រាហ្មណ៍មនាលមានុម្យ៉ាងទៀតទិសទាំង6ក្នុងសាសនាតថាគតនឹងគេរាប់អញ្ចែទិសខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាសាមណៈព្រាហ្មណ៍ទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទេសកម្មករញោមស្ដាប់តនឯអត់ទិសខាងក្រោយទិសអីគេទិសខាងលិចទិសអីគេទិសខាងលិចគឺបុត្រភរិយាទិសខាងត្បូងគឺអីគេទិសខាងត្បូងគឺគ្រូអាចារ្យទិសខាងកើតគឺអីគេគឺមេត្តាបិតាទិសខាងជើងគឺអីគេគឺមិត្តសម្លាញ់ទិសខាងលើគឺសាមណៈព្រាហ្មណ៍ភិក្ខុសាមណែរទិសខាងក្រោមគឺអីគេគឺទេសកម្មករខ្ញុំបង្រើយើងអីហ្នឹងគ្នាតូចតាចទិសទាំង6នេះព្រះអង្គថាគេឲ្យសង្គ្រោះដល់មនុស្ស6ពួកនេះបើថ្វាយអង្គមទិសខាងកើតមានន័យថាទិសម៉ែទិសឪម៉ែឪនៅរស់កូនចៅត្រូវបំពេញកាតព្វកិច្ចតាមបែបរស់បតោនេសាំងប្រេសសាមិគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់គាត់ចាស់យើងចាំគាត់វិញហើយបើកិច្ចចាំងនេសាំងប្រេសសាមិបើគាត់មានកិច្ចរវល់ឯណានេះមួយយើងជាកូនចៅផ្អាកសម្រាប់កិច្ចការងារយើងមកជួយកិច្ចការងារគាត់còn là vang sang tập pe sa mỹ pu dương mai dương thọp vừa bon son tiên can tập pe này chẳng ọt bị quạt tới dương can tam còn mọi cái điều tham ai thay gì ọt bị mai bị tới rồi ọt con anh chia phục thông mía chỉ một tàu trong bọc ảnh môi tiệt tia gia trang và để pa chia mỹ prate bắt chỉ nè từ tua vô mò đọ kè co bị mai nâng còn mau lẹ cho ní bờ mai nở rùa còn chạy từ lụa ti bằng hân là bao quạt ấy tục chia nụ sa vri khla phong đó mai slap bạc bài chạy than tới lục thà tẹt cái năng anh nụ bát tẹt sa mít ở dương chỉ còn trắng thưa bon tẹt cái năng nụ bát tiên ở từ tại ao chẳng sọp máu từ hàng cao miền này sa bờ mai nở rúa dương chầm quạt chun bài tức nôm chầm này trai sạch cột sa ao bài chạy lôi cả bạc cả cuộn cho bao nhiêu kênh chất đó là quạt slap tới nòm kia thưa bon ở từ chun quạt nè nè sao hãy đó là anh ọt đắng không từ thoại cùng men tên như thế này thoại cùng từ hàng cao miền này sa bờ mai nở rúa chầm quạt bờ quạt slap tới rồi thưa bon ao anh ọt đắng không mà từ thoại cùng men tên từ khang tháp bông còn chẳng đai riêng miền chấm này che đăng từ kru na màu hai dương cổ bát để bát lốp đó là lốp sợi cột tay của thưa bón và kèn lốp và kèn chun từ lục kru ở từ khang lách bót rồi có phe đây dìa rồi có phát đây rồi có bột pôn bậc này nơi rùa sừng kru tam bài rùa bậc này slap hói thưa bón này này phong từ khang chương mất
សម្លាញ់របស់យើងបើគ្នានៅរស់ជួយគ្នាសង្គ្រោះតាមបែបរស់ឲ្យបើស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងទិសខាងលើសាមណៈព្រាហ្មណ៍យើងស្រឡាញ់រាប់អានភិក្ខុសាមណេរអង្គណាបើលោកនៅរស់ទៅយើងទំនុកបំរុងលោកតាមបែបរស់ឲ្យបើលោកសគត់ទៅឲ្យធ្វើបុណ្យប្រគេនលោកផងឯទិសខាងក្រោមទាសកម្មករក៏ចឹងដែរបើគ្នានៅរស់សង្គ្រោះតាមបែបរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងគេថ្វាយអង្គមទិសទាំង6ចេះសោះឯងអត់ដឹងបែរទៅជាថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6នឹងហើយដែលចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់ណោះណាញោមចឹងយើងដឹងហើយថ្ងៃនេះកុំឲ្យចាស់ជេរថាមិនដឹងទិសហើយក្មេងណាដែលដឹងអញ្ចឹងទៅគាត់ដឹងថាបើចាស់ជេរថាមិនដឹងទិសមិនដឹងតំបន់មានន័យថាយើងអត់ដឹងម៉ែអត់ដឹងឪដោយខ្លីប៉ុណ្ណេះហើយមិនមែនថាវាមិនដឹងលិចកើតទេគឺថាមិនដឹងម៉ែមិនដឹងឪមិនដឹងគុណទោសខុសត្រូវចឹងសរុបមកព្រះអង្គសម្ដែងនៅក្នុងសកិលកៈសោតបញ្ជាក់ឲ្យកូនចៅបំពេញកាតព្វកិច្ចរបស់ខ្លួនបើម៉ែឪនៅរស់យើងជូនតាមបែបរស់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យតក្កិណានុបទានទៅឲ្យបានជាមានប្រវត្តិបុណ្យតក្កិណានុបទាននឹងយើងធ្វើទល់តែថ្ងៃនឹងរាល់ថ្ងៃនឹងណាញោមបុណ្យតក្កិណានុបទាននេះទៀតសោតអាត្មាគ្រាន់តែលើកបញ្ជាក់ដោយខ្លីថាគេធ្វើប្រកបដោយអង្គ3បើមិនគ្រប់អង្គ3នោះទេមិនបានដល់អ្នកស្លាប់ទេអង្គ3នោះទី1គេថាម្ចាស់បុណ្យនឹងឯងចូលប្រគេនផ្ទាល់ណាញោមផ្ទាល់ដៃបោជនីយសម្បទាដល់ព្រមដល់បកុលគួបូជាជូនដល់យាយដល់តាជូនអាចារ្យប្រគេនប្រសង់ហៅថាសង្ឃាមហិសុបតិថេតាអញ្ចឹងយើងត្រូវជូនដល់ដៃទី2គេហៅថាឲ្យយើងនឹងឯងឧទ្ទិសញោមតើតែយើងឧទ្ទិសហើយយើងឧទ្ទិសទៅបើយើងមិនឧទ្ទិសទេអត់បានទេអញ្ចឹងយើងប្រគេនហើយយើងឧទ្ទិសឯចំណែកខាងទី3គេហៅថាអ្នកដែលស្លាប់ទៅនោះគាត់ត្រេកអរអនុមោទនាអ្នកហើយទី2ទាយិកាហ្នឹងឧទ្ទិសសេនអ្នកទាយុអ្នកឧទ្ទិសមិនមែនប្រសង់អ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសទេទាយុគឺម្ចាស់បុណ្យអ្នកឧទ្ទិសញោមធ្លាប់ផ្ញើបច្ច័យផ្ញើលុយតាមធនាគារពីប្រទេសអាមេរិកមកខ្មែរឬក៏ផ្ញើពីខ្មែរទៅខ្មែរតាមវិញគេថាអង្គ3ដែរអង្គទី1គេដាក់លុយចូលអង្គទី2គេប្រាប់លេខកូដទៅអ្នកទទួលអង្គទី3អ្នកទទួលនឹងមកដកមានឯកសារបញ្ជាក់មកព្រោះមនុស្សនោះឈ្មោះដូចគ្នាក៏មានមុខដូចគ្នាក៏មានយ៉ាងណាមិញយើងធ្វើផ្ញើសហុយទៅឲ្យអ្នកស្លាប់ក៏អង្គ3ដូចគ្នាដែរទី1ចូលប្រគេនមានន័យថាដូចដាក់របស់ចូលហើយដាក់លុយចូលទី2គេប្រាប់លេខកូដមានន័យថាយើងឧទ្ទិសទៅចំឈ្មោះអ្នកណាពីព្រោះខ្មោចស្លាប់ទៅរាប់លានអ្នកអស់ហើយតើយើងធ្វើឧទ្ទិសជូនខ្មោចណាតើយើងប្រាប់ឲ្យដឹងអាហ្នឹងដូចប្រាប់លេខកូដឯទី3អ្នកដែលស្លាប់នោះមកទទួលហើយបើអ្នកស្លាប់នោះមិនដឹងអត់បានទេអញ្ចឹងបើអ្នកស្លាប់នោះមិនមកទទួលក៏អត់បានដែរបានជាគេឲ្យអ្នកស្លាប់នឹងមកទទួលហើយចុះបើសិនជាអ្នកស្លាប់នោះមិនដឹងយ៉ាងម៉េចបានអាចារ្យនាំគ្នាសូត្រយ៉ាងកញ្ញអ៊ិមិនីយាទេវតាទេវីកនខ្វាននិវេតយងសូមឲ្យផ្ដាំតំណែងតាមទេវតានាំតំណែងទៅប្រាប់ទេវតានាំតំណែងទៅប្រាប់អានឹងបានហើយណាញោមប៉ុន្តែបើខុសអង្គ3នេះអត់បានទេអាត្មាសង្កេតឃើញញោមចាំមើលណាបើប៉ះពាល់អីកុំប្រកាន់អាត្មាដែលវាលក្ខណៈខុសនឹងត្រូវជួនកាលធ្វើបុណ្យនឹងប្រឹងណាស់សបាយណាស់កក្រឹកកក្រែងណាស់ប៉ុន្តែគេថាល្អមើលអត់ល្អហូបទេឆ្ងាញ់តែមាត់អ្នកនៅរស់ប៉ុន្តែអ្នកស្លាប់អត់ទទួលបានទេតក្កិណានុបទាននេះកម្មវិធីបុណ្យហឹកហាក់ទៅតាមយើងចង់ជួលល្ខោនជួលលបែងលបាំឡំជកេលេង2 3យប់2 3ថ្ងៃកក្រឹកកក្រែងយ៉ាងម៉េចក៏ដោយល្អណាស់ក៏ប៉ុន្តែតែម្លងបេះដូងបុណ្យវគ្គប្រគេនវគ្គឧទ្ទិសមិនដឹងម្ចាស់បុណ្យនៅឯណាបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់ហើយអ្នកស្លាប់អត់បានទទួលទេអញ្ចឹងទោះបីរវល់ប៉ុណ្ណាក៏ដោយត្រូវតែអញ្ជើញមកប្រហែលជា5នាទីឬ10នាទីពេលគេប្រគេននឹងកុំឲ្យខានទី1អាចារ្យនាំឲ្យម្ចាស់ទានប្រធានបុណ្យនឹងសមាទានសិលមុននឹងវេអាចារ្យអញ្ជើញទេវតាមកឲ្យអស់សិនទេវតាមកហើយគាត់អរតនាសិលដើម្បីអីដើម្បីឲ្យអ្នកដែលត្រៀមចូលប្រគេននឹងមានសិលសិនឲ្យកូនចៅម្ចាស់បុណ្យនឹងមានសិលសិនហើយអាត្មាចំណាំមើលគ្រប់រោងបុណ្យដល់អាចារ្យនាំឲ្យសមាទានសិលឃើញតែអ្នកដតីសមាទានសិលកូនចៅអត់ផង
អង្គុយតែថ្មឹងស្រួមស្រួលបានអាទូរស័ព្ទមួយម្នាក់គិតតែថតមកគ្នាទៅវិញទៅមកទៅវិញទៅមកអីសូត្រអីសូត្រទៅវេអីវាទៅមិនខ្វល់អីទេឃើញថតមកលោកខំតែរៀបរឹកស្មានតែគេថតឯងគេ selfie យកតែខ្លួនគេសោះអាតំណឹងហើយដែលហៅថាខុសគេឲ្យសមាទានសិលមុនវេហ្នឹងគឺគេឲ្យកូនចៅសមាទានសិលមានន័យថាថ្ងៃបុណ្យឧទ្ទិសជូនម៉ែឪគឺថ្ងៃម្ចាស់បុណ្យហ្នឹងកាន់សិលមិនថ្ងៃបុណ្យធ្វើជូនម៉ែឪម្ចាស់បុណ្យផ្ដាច់សិលអស់ទេអត់ទេកុំច្រឡំកម្មវិធីបុណ្យមិនមែនជប់លៀងទេហើយក៏មិនមែនការដែរគឺកម្មវិធីធ្វើបុណ្យជូនម៉ែជូនឪគេឲ្យម្ចាស់បុណ្យថ្ងៃបុណ្យហ្នឹងកាន់សិលប៉ុន្តែអ្នកម្ចាស់បុណ្យអត់បានយល់ពុទ្ធដីកាបែរទៅជាថ្ងៃបុណ្យហ្នឹងផ្ដាច់សិល5ចោលខ្ទេចឯអស់ស្រួលក៏ក្រឹកក៏ក្រែងក៏គ្រុកក៏ក្រាក់ទៅវាអត់ចំកម្មវិធីបុណ្យវាហាក់ដូចជាទៅជាជប់លៀងអីណាទៅវិញញោមមកកូនចៅខ្លះគេតវ៉ាហើយគេមិនទាន់ស្វាយខ្លួនផងចូលសមាទានសិលអីនាំតែដាច់ទៅវិញរឹតតែបាបអត់ទេបានសិល1ម៉ោងឬ2ម៉ោងគាត់បានជាងអត់សោះសំខាន់បំផុតណាញោមយើងធ្វើជូនម៉ែឪយើងដើម្បីឧទ្ទិសទៅបានតើយើងមានសិលសិនបើយើងអត់សិលម៉ែឪអត់ទទួលទេគាត់ថាទទួលអីម៉ែកូនអត់សិលឧបមាអញ្ចឹងណាអញ្ចឹងបានគេឲ្យសមាទានសិលរួចស្រេចយើងអត់ទាន់ឲ្យទៅណាទេនឹងអង្គុយនឹងមុខនឹងដូច្នេះសិលទាំង5ហ្នឹងនៅពេញទាំងអស់អត់ទាន់ដាច់អីណាមួយហើយពេលហ្នឹងចូលប្រគេនបានបនពេញហើយដល់ប្រគេនរួចហើយឧទ្ទិសរួចហើយលោកទៅវត្តអស់ហើយចប់កម្មវិធីហើយដាច់សិលដាច់ទៅអត់បញ្ហាពីព្រោះយើងបានធ្វើកាលយើងកំពុងមានសិលតាហើយដល់ល្ងាចថាអ្នកខ្លះថាអីសមាទានសិលអីគុណគេជួលអកកេះអកកដងអកកប៉ុងអកដបអកកានប្រមាណកេះទុករយយប់ហ្នឹងដាច់អស់វិញណាវាយប់នោះបានដាច់យើងប្រគេនរួចអស់ហើយកំពុងតែមានសិលហើយដល់ពេលប្រគេនរួចហើយចង់អកកេះអកកានអកកដងអកដបអីក៏អកទៅអត់មានបញ្ហាឲ្យតែលៃម៉ោងឲ្យខុសគ្នាបានណាសំខាន់ផុតកុំឲ្យតាមម៉ោងប្រគេននឹងចូលអត់ចោះអ្នកខ្លះម៉ោងប្រគេននឹងចូលអត់ចោះទេពីព្រោះអាប្រគេននេះគេច្រើនប្រគេនស្អែកហើយដល់ប្រគេនស្អែកយប់នេះវាជ្រុលខ្លួនអាឡៃអកកេះអកកដងអកកប៉ុងអកដបអត់បានគេងសោះស្រាប់តែម៉ោង8ម៉ោង9ហើយមិនទាន់ឡើងផងមិនស្រួលដល់តែអាចារ្យនាំវេហើយហៅកូនម្ចាស់បុណ្យបាត់ខ្លះហើយគេខ្សឹបមកថាយកអត់បានដេកយំឯឥឡូវលក់អស់ហើយអ្នកខ្លះឡើងមកដែរប៉ុន្តែគ្នាវាធំមាត់ធំកមទៅស្រួលមិនហ៊ានទៅក្បែរលោកទេឲ្យវាអត់បដោយទៅចង់មិនបាច់បានចូលប្រគេនអីទេមកពីយើងលៃពេលអត់ត្រូវចឹងបើចង់ធំមាត់ធំកចាំលោកទៅវត្តអស់ចាំធំទៅហើយសំខាន់ឲ្យបានចំបេះដូងបនសិនបានគេឲ្យសមាទានសិលអញ្ចឹងញោមចំណាំទុកលក្ខណៈដែលត្រូវហ្នឹងណាអាចារ្យគ្រប់វត្តរៀបវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅហ្នឹងសមាទានមានន័យថាមួយឆ្នាំមាន365ថ្ងៃសុំតែមួយថ្ងៃថ្ងៃបុណ្យហ្នឹងឯងកាន់សិលមួយថ្ងៃកាន់អត់បានហើយឥឡូវបើមិនបានទេសុំកាន់តែមួយព្រឹកអត់បានទៀតឥឡូវបើមកព្រឹកសុំមិនបានទេសុំ1ម៉ោងអត់បានទៀតឥឡូវសុំតែ10នាទីត្រឹមកន្លែងចូលប្រគេនហ្នឹងក៏នៅតែមិនបានទៀតអីក៏កំណាញ់ម្លេះញោមហើយ365ថ្ងៃសុំ10នាទីអត់បានបើចឹងសុំឲ្យកូនចៅសមាទានសិល10 20នាទីទៅកុំកំណាញ់ពេក365ថ្ងៃយើងអត់សិលទៅហើយណានេះទី1ទី2ទៀតវេអាកន្លែងវេហ្នឹងក្រោយពីយើងប្រគេនហើយគេឲ្យឧទ្ទិសបើយើងមិនឧទ្ទិសមិនបានទេដូចយើងផ្ញើលុយយើងអត់ប្រាប់លេខកូដអត់មានពីណាទទួលបានទេតើប្រាប់លេខកូដចឹងយើងឧទ្ទិសហ្នឹងដោយប្រាប់លេខកូដដែរឧទ្ទិសទៅដល់ដូនតាមកកងតសុកតសៅយីម៉ៅយីមុកឯណាចឹងយើងខ្សឹបទៅបើយើងមិនចេះឧទ្ទិសបានអាចារ្យគេបង្កើតបល័យវេគេថាមួយម៉ាត់ឲ្យយើងថាតាមតែមិនបានឲ្យយើងថាតាមចឹងមិនសូត្រទាំងអស់គ្នាមកពីអាចារ្យហ្នឹងប្រែថាគ្រូហ្នឹងមកដឹកនាំមកបង្រៀនកូនចៅឲ្យចេះធ្វើទៀនគេបង្កើតបល័យវេកូនចៅមិនចេះឧទ្ទិសកូនចៅថាតាមអាចារ្យទៅមានពាក្យឧទ្ទិសនៅក្នុងហ្នឹងហើយដល់អាចារ្យវេទៅសម្លឹងមើលឃើញតែយាយតាមមិនមែនម្ចាស់បុណ្យអ្នកថាតាមអាចារ្យកូនចៅអត់មកផងហើយដល់កូនចៅអត់មកផងអញ្ចឹងកូនចៅឬកូនចៅមកដែរប៉ុន្តែអត់ថាតាមផងអានឹងហើយដែលខុសអញ្ចឹងបើអាចារ្យវេថាតាមអាចារ្យទៅណាញោមនេះបានណាហើយដល់ចប់ចុងក្រោយទៅបើសិនជាគាត់មិនបានទទួលទៀតបានអាចារ្យយ៉ាងកញ្ញិវិនាយេទេវតាផ្ដាំផ្ញើតាមទេវតាទេវាគន់ថ្វាននិវេទយងនាំតំណែងទៅប្រាប់ម៉ែឪយើងអានឹងបានហើយសូមឲ្យកូនចៅចំណាំប៉ុណ្ណេះចុះអង្គ3សរុបដោយខ្លីទី1ចូលប្រគេនខ្លួនឯងទី2អ្នកឧទ្ទិសខ្លួនឯងទី3អ្នកស្លាប់នឹងទទួលបានបើអ្នកស្លាប់ទទួលមិនបានយើងខ្សឹបខ្សៀវថាផ្ដាំតាមទេវតាឲ្យជួយប្រាប់ម៉ែឪដូនតាខ្ញុំផងខ្ញុំទៅបន់ឲ្យតែប៉ុណ្ណេះចប់ហើយផុតតែពីហ្នឹងទៅញោមធ្វើពិធីអីក៏ធ្វើចោះ
កំឲ្យបនឆ្ងាញ់តែមាត់អ្នកនៅរស់ពំពិសាមុនគេហើយញោមពំពិសាធ្វើបនឡើងកក្រឹកបនអូយបនឡើងកក្រឹកស្រាប់តែលឺសំឡេងយំនៅជុំវិញវាំងនឹងយប់ឡើងឆ្ងល់ណាស់ទៅសួរប្រពុតព្រះអង្គហើយសំឡេងអីស្រែកកក្រឹកជុំវិញវាំងយប់មិញហ្នឹងប្រពុតថាមហារាជញាតិរបស់ព្រះអង្គហ្នឹងកើតជាកំណើតប្រែតអស់យូរហើយអត់បានតន់ទៅកើតជាមនុស្សទេវតាមិនតន់បានចំណីអាហារបរិភោគទេគ្នាមានកម្មពីជាតិមុនគេឲ្យរៀបចំចង្ហាន់ប្រគេនលោកធ្វើបន់ឲ្យគេឯងអាឡ័យតកូនយំទៀននំទាបង្អែមរបស់លោកហ្នឹងលោកមិនស្ងៀមយកនំលោកហ្នឹងទៅឲ្យកូនដល់កូនហូបទៅបែបឆ្ងាញ់ឯងហ្នឹងលេងជាមួយកូនដែរទៅយូរទៅវាលែងដឹងលោកដឹងប្រសក់ឲ្យហូបឲ្យមុនលោកឲ្យទាំងអស់ទៅដូច្នេះទៅច្បុកច្បល់ទៅធ្វើឲ្យគាត់កើតទៅជាប្រែតអស់កាលយូរហើយមិនទាន់បានមកកើតជាមនុស្សប៉ុន្តែគាត់ត្រូវបានទទួលបុណ្យកុសលក្នុងសាសនានេះអាចបានចំណីអាហារអាចបានផុតពីកំណើតប្រែតទៅកើតជាមនុស្សអីបានប៉ុន្តែទាល់តែមានញាតិណាធ្វើឲ្យឥឡូវញាតិរបស់ព្រះអង្គហើយព្រះអង្គធ្វើទៅគ្នានឹងទទួលបានប៉ុន្តែពិសារធ្វើហើយធ្វើបុណ្យឡើងកក្រឹកហើយមិនក៏មិនទទួលទៅបានព្រះអង្គថាគ្នាមិនមានសិទ្ធិទទួលទេដោយសារមហារាជមិនបានចូលប្រគេនផ្ទាល់មិនបានឧទ្ទិសចំពោះគ្នាអញ្ចឹងបុណ្យហ្នឹងវាឆ្ងាញ់តែអ្នកនៅរស់តាឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់ហ្នឹងអត់មានសិទ្ធិទទួលព្រោះយើងមិនបានឧទ្ទិសដើម្បីឲ្យដល់អ្នកស្លាប់បានពំពិសាធ្វើបុណ្យលើកនេះអត់ប្រកាន់នេះលើកមុនថាអង្គតអញអ្នកធំអង្គតអញស្ដេចមិនបាច់ចូលប្រគេនអីចេះតែបជាគេឥឡូវពំពិសាចូលប្រគេនផ្ទាល់ឧទ្ទិសផ្ទាល់បានដល់អ្នកស្លាប់ណាញោមណាចឹងពួកប្រែតទាំងនឹងទទួលផលនឹងបានអ្នកខ្លះទៅកើតជាមនុស្សទៅកើតជាទេវតាព្រងព្រាតអ្នកខ្លះបានចំណីអាហាររួចពីកំណើតអត់ឃ្លាននឹងទៅនេះនឹងមានប្រវត្តិនៅក្នុងគម្ពីរបត្រៃ3ដកយើងញោមបានលើកឡើងថាតក្កិណានុបទានកុំឲ្យខ្វះអង្គ3ហ្នឹងញោមដឹងដែរអាចារ្យគាត់ធ្លាប់លូប្រាប់អាត្មាហៅគេមិនមកហៅគេមិនមកហៅបងបាត់ប្អូនហៅប្អូនបាត់បងមើលនាឡិកាបដើមមើលទៅគេមិនមកទេដូចគុណអើយហៅចុះហៅឡើងបងមកស្ដីឲ្យអាចារ្យមកនិយាយអាចារ្យនេះហៅខ្ញុំនោះវាមានភៀវអ្នកមុខអ្នកការច្រើនសិតតអ្នកធំខ្ញុំយកអាចារ្យឯងមកនឹងជានោះខ្ញុំជាមុខជាមាត់នោះគ្នាវេនោះទៅធ្វើជំនួសខ្ញុំមកខ្ញុំយកមកជំនួសខ្ញុំមកគេចេញទៅវិញបាត់អាចារ្យចេះតែបាទលោកបាទអញ្ជើញបាទអញ្ជើញទៅហ៊ានញ៉ៃមើលគេលេងរកឯងធ្វើអាចារ្យទៀតបើអញ្ចឹងហើយមកជំទូលខ្សឹបលោកអតិគុណហើយអតិគុណឯងសូត្រធម៌តាំងពីម៉ោង4គេយប់មិញគេអកកេះអកកដងអកកំប៉ុងអកដក10 20កេះឥឡូវសម្បកប្រហែលមកទេសនៅក្រោយផ្ទះឯងសូត្រធម៌តាំងម៉ោង4ទឹកក្រូចមកកំប៉ុងគេមកឲ្យឯងហូបផងមកសុំអាត្មាមកមានណាបើអាត្មាអត់ដែរឥឡូវហៅគេមិនមកទេហៅប្អូនបាត់បងហៅបងបាត់ប្អូនមើលទៅដូចគុណអើយអានិច្ចាអីទិញទួយទៅអាងទៅវត្តវិញទៅមើលទៅគេមិនសូវខ្វល់ហើយតែគេមិនខ្វល់ហើយប្រយ័ត្នតាអាចារ្យគាត់លួចបនយើងអស់ហើយញោមអាចារ្យស្រុកនេះមិនចេះលួចទេបើអាចារ្យស្រុកខ្លះយកបនយើងទៅមកចុះបើហៅមិនមកអាចារ្យចូលប្រគេនជំនួសពឹបអាចារ្យនាំសោតទានសិលខ្ញុំធ្វើហើយព្រះគុណហើយខ្ញុំសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំមិនមេត្តាបិតាណាឯងទេមេត្តាបិតាខ្ញុំហៅមកធ្វើអីមកបិតាខ្ញុំហ្នឹងអញ្ចឹងយើងអ្នកចំណាយលុយអាចារ្យឧទ្ទិសជូនម៉ែឪគាត់អស់ប្រយ័ត្នអញ្ចឹងណាហើយបើសិនជាយើងនឹងមកចូលប្រគេនជាមួយដែរមេត្តាបិតាយើងដែរអាចារ្យមេត្តាបិតាខ្ញុំយើងសូត្រជាមួយទៅយើងមេត្តាបិតាខ្ញុំគេដែរទៅណាបានទាំងអស់គ្នាហើយតែមិនមកអាចារ្យគាត់ជូនតែម៉ែឪគាត់អស់ប្រយ័ត្នអានឹងចាញោមហើយអញ្ចឹងបានវាមានរឿងបុណ្យតក្កិណានុបទានដែលមានប្រវត្តិហូរហែថាឆ្ងាញ់តែមាត់អ្នកនៅរស់ហ្នឹងមានរឿងច្រើននិទានរឿងឲ្យញោមស្ដាប់ដើម្បីឲ្យបានយល់ចូលចិត្តក្នុងបុណ្យនិយាយពីសេដ្ឋីម្នាក់គាត់ស្លាប់ទៅចោលទ្រព្យសម្បត្តិអស់ហលិញដល់តែចោលទ្រព្យសម្បត្តិទៅគាត់អត់មានទ្រព្យសម្បត្តិអីទៅជាមួយពេលនោះឯងគាត់កើតទៅជាប្រែតអត់ចំណីអាហារប៉ុន្តែគាត់នឹកថាទ្រព្យសម្បត្តិអញទាំងអស់នៅលើដៃកូនបើអញ្ចឹងអញទៅរកកូនសិនក្រែងលោកបានហូបដល់ទៅរកកូនទៅវារកអត់ឃើញទៅឯនេះមិនឃើញទៅឯនោះមិនឃើញគាត់នឹកឃើញថាអូអញកាន់តែវេទនាកាន់តែយ៉ាប់ហើយទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងខែឆ្នាំណាបានបរិភោគទេទៅរកកូនសិន
រោទៅវាមិនឃើញតាមពិតកូនហ្នឹងវាអញ្ចេះញោមគេដូរផ្ទះដូចដីសម័យយើងឥឡូវវាត្រូវប៉ាន់អញ្ចឹងកូនគេលក់ផ្ទះបាត់លក់ដីបាត់ទៅទិញបុរីនៅឯណាទៅខ្មោចឪពុកខ្មោចម្ដាយអត់ដឹងដល់អត់ដឹងទៅមានអីទៅរតាផ្ទះចាស់ហ្នឹងអញ្ចឹងបានខ្មែរយើងមានទំនៀមមួយថាបើពេលណាយើងដូរផ្ទះពេលណាយើងទិញផ្ទះថ្មីអីឡើងផ្ទះថ្មីអីយើងសូត្រមន្តដើម្បីប្រកាសឲ្យដូនតានឹងដឹងផងថាយើងមកនៅនេះមកនៅឯនោះអញ្ចឹងទៅណាហើយដល់ពេលគាត់នឹងអត់បានធ្វើអញ្ចឹងឯណាដល់អត់បានទៅខ្មោចម៉ែឪនឹងមករតាផ្ទះចាស់នឹងរអត់ឃើញសោះក៏បានធ្វើដំណើរដើរត្រាច់ពីភូមិមួយទៅភូមិមួយរហូតទៅដល់ក្រុងរាជក្រឹសក៏បានទៅបង្ហាញខ្លួនឲ្យស្ដេចអជាតសត្រូវនឹងឃើញដែលអជាតសត្រូវលោកឃើញមនុស្សចម្លែកមកបង្ហាញខ្លួនអញ្ចឹងក៏សួរហៅថាណែលោកអ្នកបួសលោកទៅណាប្រែតនោះក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីទៅបានប្រែតនឹងនិយាយប្រាប់ថាប្រែតនឹងខ្ញុំពីមុនមកក៏ជាមនុស្សដូចទៅលោកចឹងដែរប៉ុន្តែខ្ញុំមិនបានជឿបុណ្យមិនបានជឿសិលមិនបានជឿទានម្ល៉េះហើយខ្ញុំមិនបានធ្វើបុណ្យធ្វើសិលធ្វើទានអីសោះទើបខ្ញុំមកកើតជាប្រែតគឺកំណើតព្រលឹងនៅលើដីនេះហើយខ្ញុំអត់ចំណីអាហារខ្ញុំស្រេកឃ្លានណាស់ខ្ញុំដើររកកូនព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំនៅលើដៃកូនទាំងអស់ខ្ញុំទៅរកកូនក្រែងលោកបានហូបអជាត្រូវក៏សួរថាចុះលោករកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេកូនគេលែងនៅស្រុកហ្នឹងហើយគេដូរស្រុកបាត់ហើយគេទៅនៅឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយឯនោះឮតំណែងអញ្ចឹងថាហើយបើអញ្ចឹងលោកធ្វើលោកទៅណាទៀតថាខ្ញុំនឹងទៅតាមរកកូនឯនងទៀតពីព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំវានៅលើដៃកូននៅទាំងអស់នឹងឯងហើយបើសិនជាខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំបានរួចពីកំណើតប្រែតនេះទេអាជាត្រីក៏ផ្ដាំថាលោកទៅក៏ទៅចុះរកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកប្រាប់ដល់ខ្ញុំម្ដងទៀតពីព្រោះខ្ញុំហ្នឹងវាចង់ដឹងណាស់មានសំណួរច្រើនចង់សួរគ្រាន់តែផ្ដាំឲ្យប៉ុណ្ណេះក៏បាត់សមោលទៅញោមប្រែតហ្នឹងក៏បាត់សមោលទៅតាមពិតប្រែតនោះបង្ហាញខ្លួនឲ្យយើងឃើញមកផ្លែហើយក៏ធ្វើដំណើរទៅទៀតណាធ្វើដំណើរលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកពីភូមិមួយទៅភូមិមួយពីស្រុកមួយទៅស្រុកមួយរយនេះមិនឃើញឯនោះមិនឃើញបែកគំនិតដើររកតាមវត្តក្រែងលោកកូនអញធ្វើបុណ្យឲ្យដើររកតាមវត្តរកមិនឃើញទៀតបែកគំនិតទៀតអញដើររកតាមរោងបុណ្យគេលោកកូនអញធ្វើបុណ្យឲ្យស្រាប់តែរកចុះរកឡើងទៅវាឃើញខ្ញុំឃើញថ្ងៃមួយឃើញកូនឃើញផ្ទះរបស់កូនណាខ្ញុំឃើញផ្ទះរបស់កូនហើយឃើញគេកំពុងតែធ្វើបុណ្យអូយមនុស្សនៅក្នុងរោងបុណ្យនឹងឲ្យកក្រឹករាប់រយរាប់ពាន់នាក់ឪពុកម្ដាយអណាស់ថាអញដើររកកូនយូរហើយឥឡូវរកមិនឃើញស្រាប់តែរកឃើញពិសេសអស្ចារ្យឃើញផ្ទះកូនដ៏ធំស្កឹមស្កៃហើយចំថ្ងៃកូនកំពុងធ្វើបុណ្យទៀតញោមមើលឃើញដែរអានឹងមានន័យថាដូចរកអស់ប្រទះឈើងាប់ចឹងដើររកកូនយូរហើយដល់ពេលមករកឃើញរកចំថ្ងៃកូនធ្វើបុណ្យអូយល្អណាស់ភ្ញៀវគេរាប់រយរាប់ពាន់នាក់ញោមហើយប៉ុន្តែទីបំផុតខ្មោចឪពុកខ្មោចម្ដាយអង្គុយយំដដែលថាមិនបានយំកូនគេដូរសាសនាបាត់ហើយកូនគេដូរទស្សនៈគេដូរលទ្ធិគេដូរជំនឿហើយគេធ្វើបន់កក្រឹកកក្រែងនោះមិនមែនពាក់គេណានុប្រទានទេគឺគេជប់លៀងឆ្ងាញ់តែមាត់មិត្តភក្តិគេអ្នកនៅរស់ទេគេគ្មានបានបាំងស្គលគ្មានឧទ្ទិសឲ្យម៉ែឲ្យឪអីទេម្លោះហើយខ្មោចម៉ែខ្មោចឪគ្មានទទួលបានអីមួយម៉ាត់ឆ្ងាញ់តែមាត់អ្នកនៅរស់បានត្រឡប់មកវិញនឹកសំណោះខ្លួនណាស់អាត្មាអញឲ្យខំរកទ្រព្យសម្បត្តិតាំងតែពីសក់ខ្មៅរហូតសក់សរិះthamទុកទ្រព្យសម្បត្តិឲ្យកូនដល់តែឥឡូវអញស្លាប់មកកើតជាប្រែតអញមករកទ្រព្យអញតែមួយម៉ាត់កូនមិនឲ្យផងកំសត់ណាញោមដល់ឃើញកំសត់ចឹងទៅបានសំណោះថាជាតែសត្រូវផ្ដាំថារកកូនឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែប្រាប់ដល់លោកមានសំណួរចង់សួរអញ្ចឹងទៅប្រាប់តែដល់ជាត្រូវក៏សួរថាម៉េចណាឯងរកកូនឃើញដែរថារកឃើញប៉ុន្តែកូនគេអត់ធ្វើបុណ្យឲ្យផងគេធ្វើបុណ្យកក្រឹកកក្រែងភ្ញៀវគេច្រើនណាស់ប៉ុន្តែអត់បានទទួលអីមួយម៉ាត់ឆ្ងាញ់តែមាត់គ្នាគេនឹងគេជប់លៀងសបាយតែគ្នាគេអាចជាត្រូវនឹកអាណិតណាចុះប្រែតមួយហ្នឹងអត់អញ្ចឹងចុះអ្នកដតីទៀតដែលកូនចៅមិនគិតមិនគូមិនអត់ដូចគ្នាទៅហើយបើអញ្ចឹងអាចជាត្រូវក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យប្រែតនឹងប្រែតអនាថាទាំងឡាយដែលអត់មានញាតិធ្វើឲ្យប្រែតទាំងនោះក៏ទទួលបានកសលផលបុណ្យនេះទៅកើតជាមនុស្សទៅកើតជាទេវតាព្រោងព្រាតទៅដោយសារអ្នកដតីគេជួយដែរញ៉ាំមើលក៏ដែរអញ្ចឹងបើសង្ឃឹមកូនខ្លួនឯងក្នុងពេលនេះគឺអត់សោះដោយសារអី
នឹងហើយព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាខ្លួនឯងមិនប្រឹងស្ដាប់ធម៌អាធ្វើបុណ្យរាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានអីបន្តិចព្រោះតែធ្វើបុណ្យខុសព្រោះហេតុនឹងហើយបានជាបុណ្យតក្កិណានុបទានអីហ្នឹងគេត្រូវរកអាចារ្យរកប្រសង់សម្ដែងធម៌ទេសនាបញ្យល់ថាធ្វើអាម៉េចខុសអាម៉េចត្រូវឥឡូវយើងមានអាចារ្យដឹកនាំធ្វើត្រូវហើយកុំឲ្យខកខានញោមញាតិពុទ្ធបរិស័ទមេត្តាបិតាដែលស្លាប់ទៅនោះលោកទៅកើតទីណាយើងមិនដឹងទេក៏ប៉ុន្តែមានក្នុងនិទានប្រាប់មកថាអាត្មានិទានរឿងឲ្យញោមស្ដាប់មួយទៀតនិយាយពីរឿងមេត្តាបិតាមួយនោះតកូលនេសាទពេលនោះឯងមានកូនមួយហ្នឹងកើតមកកូនហ្នឹងហាក់ដូចជាដឹងជាតិដល់កូនដឹងជាតិចឹងទៅនឹកឃើញថាអញកើតជាតិមុនមកធ្លាប់ធ្វើអំពើបាបហើយក៏ទៅនរកប្រែតអស់កាលយូរឥឡូវនេះអញកើតមកជាមនុស្សអញត្រូវតែកាន់សិលប៉ុន្តែខ្លួនឯងមកកើតក្នុងតកូលអ្នកនេសាទហើយក៏អត់ជឿសាសនាពុទ្ធទេញោមឃើញកូននឹងកាន់សិលស្ដីឲ្យកូនថាណែពូជយើងមិនត្រូវមានសិលមានទានអីទេឯងកុំជឿកុំធ្វើបុណ្យកុំកាន់សិលយកកូនទៅជាមួយក្នុងព្រៃកូននឹងទៅឃើញសត្វគេចេះតែលួចប្រឡែងសត្វគេម្លោះហើយម៉ែនឹងនឹកថាកូននេះកូនចង្រៃទុកនៅអត់កើតទេកូនចង្រៃអញ្ចឹងចេះតែមកប្រឡែងសត្វគេអញ្ចឹងដូច្នេះក៏លែងឲ្យកូននឹងមកទុកឲ្យកូននឹងនៅផ្ទះកូននឹងនៅផ្ទះចេះតែលួចដុតសំណាញ់ដុតអន្ទាក់របស់គេនឹងរហូតដល់ម៉ែខឹងកូននឹងចាំជាតិថាខ្លាចទៅនរកប្រែតទៀតនឹងមិនហ៊ានធ្វើបាបស្រាប់តែម៉ែឪខឹងកាត់កាលកូនចោលមកថាណែកូនឯងចង់កាន់សិលអីចង់ជឿសាសនាកាន់សិលហ្នឹងហ៎ពូជអញអត់មានសិលទេអត់ជឿទេឥឡូវបើកូនឯងចង់កាន់សិលចុះចេញពីផ្ទះអញទៅអញឈប់ឲ្យនៅលើផ្ទះដេញកូនចុះពីផ្ទះកាត់កាលកូនចោលកូននឹងក្មេងសោះក៏ធ្វើដំណើរដើរទៅជួបព្រះអានន្ទលោកបិណ្ឌបាតព្រះអានន្ទដើរទៅណាកូននឹងដើរតាមស្រាប់តែព្រះអានន្ទបានចង្ហាន់ឆាន់ទៅកូននឹងអង្គុយពីក្រោយខ្នងព្រះអានន្ទឆាន់ហើយក៏សួរថានាងឯងទៅណាមកណាបានជាមកអង្គុយពីក្រោយខ្នងយើងអញ្ចឹងបានកូននឹងប្រាប់ថាខ្ញុំកណាគឺឪពុកម្ដាយកាត់កាលចោលហើយឃើញថាខ្ញុំកណាជាមនុស្សអត់ម៉ែអត់ឪហើយឃើញប្រគុណម្ចាស់ជាអ្នកបួសអត់ម៉ែអត់ឪដូចគ្នានឹងបានខ្ញុំកណាមកអង្គុយពីក្រោយខ្នងនឹងព្រះអានន្ទឃើញអញ្ចឹងអាណិតណាក៏ឲ្យបាយហូបហើយក៏យកទៅវត្តដល់ទៅដល់វត្តលោកក៏ពំពោះញោមពំពោះជាសាមណេរអញ្ចឹងដល់បួសទៅលោករៀនបកែណារៀនចេះចាំពុទ្ធវចនៈបកែក៏លោកលាចេញទៅបួសជាភិក្ខុហើយក៏លោកទៅនៅព្រៃភ្នំសមាធិកម្មដ្ឋាននៅក្នុងភ្នំនឹងមានភិក្ខុ12អង្គអស់កាល3ដល់10ឆ្នាំក្រោយមកទៀតញោមនៅយូរចឹងទៅលើស10ឆ្នាំក្រោយមកទៀតលោកធំមែនតែនហើយចុះពីភ្នំមកបិណ្ឌបាតថ្ងៃមួយស្រាប់តែឮសំឡេងសម្រែកស្រែកដល់ប្លែកនឹងជើងភ្នំនឹងថាលោកប្អូនជប់សិនលោកប្អូនលោកងាកមើលមកអីស្អីចេះសំឡេងអីណែឯងជាស្អីយើងឮសំឡេងប៉ុន្តែយើងមិនឃើញតើណែឯងជាស្អីអូប្រែតដឹងថាគេមើលអញមិនឃើញផងដូច្នេះបង្ហាញខ្លួនឲ្យឃើញសិនស្រាប់តែកលេចឃើញពុតវានឹងដីត្រេកថាលោកប្អូនខ្ញុំគឺជាបងរបស់លោកប្អូនកាលពីជាតិមុនយើងកើតនៅក្នុងតកូលនេសាទជាមួយគ្នាលោកប្អូនមានដឹងដែរពួកយើងដើររកលោកប្អូនយូរខែយូរឆ្នាំហើយអត់ដឹងថាលោកប្អូននៅនេះលោកប្អូនហើយម៉ែរបស់យើងស្លាប់ទៅឪពុករបស់យើងស្លាប់ទៅកើតជាប្រែតអស់ហើយបងរបស់យើងក៏ស្លាប់ទៅកើតជាប្រែតអស់ដែរដោយសារពួកយើងគ្មានសិលគ្មានទានគ្មានបុណ្យអីសោះលោកប្អូនហើយពួកយើងអត់មានទីពឹងទេរត់មករកលោកប្អូនពួកយើងស្រែកឃ្លានណាស់សូមលោកប្អូនជួយផងបានលោកសង្វេគថាមកផ្ទះស្លាប់ទៅអត់បានមកកើតជាមនុស្សទេវតាអីមួយដោយសារអំពើកម្មមិនអីទេរកកន្លែងសម្រាកចាំអាត្មាជួយលោកក៏បានទៅបិណ្ឌបាតបានចង្ហាន់បានអីមកទៅក៏យកមកវេធ្វើជាចង្ហាន់បិណ្ឌបាតជាតក្កិណានុបទានទៅសូមឧទ្ទិសបុណ្យកុសលឲ្យបានដល់បងដល់មេត្តាបិតាបងប្អូនញាតិរបស់ខ្ញុំទាំងអស់ភិក្ខុសង្ឃផាត់តានមោទនារួចទៅពួកប្រែតទាំងនោះបានចំណីអាហារទឹកញោមអីក៏ប៉ុន្តែវាអត់មានសម្លៀកបំពាក់អញ្ចឹងមកបង្ហាញខ្លួនទៀតថាលោកម្ចាស់ពួកយើងមានចំណីអាហារបរិភោគប៉ុន្តែអត់មានសម្លៀកបំពាក់សោះឃើញខោអាវល្អស្អាតទាញមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះតើមានកម្មពីអីទៅលោកម្ចាស់ជួយផងលោកដើររស្បង់ស្បែកត្រៃជាពររើសកណាត់ពីរៀនផ្សារពីកណោសារាមបោកគក់ជាលក់បានដេទៅជាស្បង់ជាសាដកដាក់សាដកប្រគេនទៅប្រសង់ទាំង13អង្គលើភ្នំនឹង
ថាលោកម្ចាស់ហើយសូមឲ្យបានបុណ្យកុសលនេះដល់ឪពុកដល់ម្ដាយដល់បងប្អូនខ្ញុំគ្រាន់តែប៉ុណ្ណេះញោមកើតទៅជាសម្លៀកបំពាក់ទឹកដល់ឪពុកដល់ម្ដាយដល់បងមកបង្ហាញខ្លួនសុំទឹកទៀតលោកក៏បានដងទឹកដាក់ធម្មក្រកប្រគេនដល់ភិក្ខុសង្ឃក៏កើតជាស្រះបោកករណីទឹកដល់ពួកទាំងនោះស្រាប់តែពួកនោះក៏សុំថាលោកម្ចាស់ពួកយើងធ្វើដំណើរទៅណាមកណាអត់បានទេដើរវានឹងដីហើយចឹងទៅសុំឲ្យលោកម្ចាស់ជួយផងឲ្យពួកយើងនឹងក៏ដេកនៅលើបលាដេកនៅលើភ្នោខ្មោចដេកនៅកន្លែងព្រៃមិនល្អលោកម្ចាស់ជួយផងលោកក៏បានរៀបចំដើរសុំឈើគេធ្វើជាកូនតូបកូនខ្ទមប្រគេនដល់ភិក្ខុសង្ឃឧទ្ទិសឲ្យកើតជាសេនាសនៈទឹកដល់ម្ដាយដល់ឪពុកដល់បងហើយរកឆាត់រកស្បែកជើងយកមកប្រគេនភិក្ខុសង្ឃជាមធ្យោបាយធ្វើដំណើរសម្រាប់ឲ្យម្ដាយឪពុកបានយានទឹកគ្រាន់តែប៉ុណ្ណេះញោមហើយម្ដាយឪពុកនឹងបងនោះសម្រាប់ផលនោះមានយានទឹកមានសេនាសនៈទឹកកើតទៅជាទេវបុត្រទេវធីតាមានវិមានទឹកចង់ទៅណាមកណាន់ដែលទៅលើអាកាសដោយស្រួលហោះហើរដោយទេវតាដទៃដែរបានមកបង្ហាញខ្លួនឲ្យលោកឃើញថាដេគុណម្ចាស់កូនឃើញទេឪពុកម្ដាយនិងបងប្អូនទាំងអស់បានរួចពីកំណើតប្រែតបានសម្បត្តិទឹកជាទេវបុត្រទេវធីតាពេលនេះដោយសារអីដោយសារបុណ្យបច្ច័យ4ដែលកូនធ្វើឧទ្ទិសជូនមកហ្នឹងឥឡូវម៉ែបានទទួលហើយញមើលក៏ដែរអាសម្លៀកបំពាក់ហ្នឹងជាចៃវរៈបច្ច័យអាបណ្ឌបាតហ្នឹងគឺបណ្ឌបាតបច្ច័យអាធ្វើកត់ធ្វើសាលាហ្នឹងជាសេនាសនៈបច្ច័យរួចប្រគេនថ្នាំប្រគេនទឹកប្រគេនភេសជ្ជៈជាកិលេនភេសជ្ជៈបច្ច័យឥឡូវរបស់ដែលកូនធ្វើហ្នឹងបានមកដល់ឪពុកដល់ម្ដាយហើយកើតទៅជាយានទឹកកើតទៅជាសេនាសនៈទឹកជាសម្បត្តិទឹកដូចទេវបុត្រទេវធីតានេះដោយសារកូនឥឡូវឪពុកម្ដាយមកនេះថ្វាយអង្គមអរគុណលោកកូនហើយសូមឲ្យលោកកូនសុខក្នុងភ្នោះឥឡូវឪពុកម្ដាយនឹងបងសូមលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ក៏ទៅបាទទៅនេះរឿងរ៉ាវក្នុងបត្រៃបិដកភាគ52យើងនឹងណាភាគ56ខ្ញុំនៅក្នុងបត្រៃបិដកយើងនឹងនិទានពីសម័យព្រះមានដល់ម្លឹងបានជាយើងនាំគ្នាធ្វើតាមខ្ញុំមើលយើងធ្វើគ្រឿងបច្ច័យ4ជាតក្កិណានុបទានឧទ្ទិសជូនដល់ឪពុកដល់ម្ដាយដល់បងក៏បានហើយចំណែកព្រះសរិបុត្រកំពុងតកងសុកម្ដាយជាតិមុនមកបង្ហាញខ្លួនសមអញ្ចឹងដែរថាម្ដាយកើតជាប្រែតមិនទាន់បានរួចពីកម្មពៀទេសូមឲ្យលោកកូនជួយផងលោកនឹងក៏បានរចង្ហាន់ធ្វើជាតក្កិណានុបទានឧទ្ទិសទៅក៏បានដល់ម្ដាយដល់អីចឹងទៅម្ដាយជាតិមុននឹងក៏បានទៅកើតក្នុងឋានសួគ៌បង្ហាញខ្លួនដល់កូនដូចគ្នាចឹងដែររឿងសុបិនភិក្ខុក៏ដូចគ្នាចឹងដែរឪពុកកើតជាប្រែតម្ដាយនឹងត្រូវផ្លឹកទៅនរោហើយដល់ពេលម្ដាយនឹងចេញរួចមកវិញធ្វើបុណ្យទៅបំពោះកូនជាភិក្ខុថ្ងៃបុណ្យនឹងឧទ្ទិសកុសលទៅឲ្យឪពុកនឹងផងឪពុកនឹងរួចពីកំណើតប្រែតបានកើតជាទេវបុត្រម្ដាយអស់អាយុទៅបានកើតជាទេវធីតាឪពុកម្ដាយទាំងពីរជួបគ្នានៅឋានសួគ៌ក៏ចុះមកបង្ហាញខ្លួនឲ្យសុបិនឃើញថាលោកកូនពុកម្ដាយបានរួចពីកំណើតនេះដោយសារបុណ្យដែលលោកកូនធ្វើឲ្យចឹងបានយើងមកថ្វាយអង្គមអរគុណលោកកូនយកមើលតែប៉ុណ្ណេះទេណាហើយពួកទេវតាទាំងនឹងនឹងឲ្យពរដល់កូនចៅឲ្យរស់រានមានជីវិតនៅសុខសប្បាយរកទទួលទានមានបានកើតការវិលគុំហេតុនេះហើយបានមានទំនៀមធ្វើតក្កិណានុបទានធ្វើបុណ្យជូនដល់លោកឪពុកអ្នកម្ដាយតរហូតមកដល់ពេលហ្នឹងអញ្ចឹងណាញោមណាឥឡូវយើងធ្វើជូនទៅដល់អ្នកស្លាប់មានហើយក៏ប៉ុន្តែចំណាយខ្លួនយើងអ្នកនៅរស់រានមានជីវិតនេះក៏យើងសំបន់ទុកខ្លួនយើងដែរគេថាកូនចៅណាដឹងគុណមេត្តាបៃតាប៉ុណ្ណេះជាមហាស្នេហ៍ប្រកែបំផុតញោមតាក់ដោយទេវតាតាក់ដោយប្អិនប្រព្រំតាមស្រឡាញ់ណាលើសារិកាលិនថោងទៀតញោមទៅណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរទេវតាគ្រប់ទិសទីកន្លែងតាមថែអាសាមនុស្សនេះគេហៅថាកូនមិនចយត់មិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាឆ្នាំពឹសឆ្នាំពុលទេសំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺគាត់ឈឺទី4កូនណាធ្វើបន់សពពេលគាត់ស្លាប់ទី5កូនណារៀបចំទីកន្លែងទុកដាក់សាកសពឬអធិធាតុម៉ែឪឲ្យសមគួរទី6កូនណានៅតែនឹកអាលឹកធ្វើបន់តក្កិណានុបទានឧទ្ទិសជូនម៉ែឪរឿយប៉ុណ្ណេះគេហៅកូនមិនចយត់កូននឹងមានធម៌កតញ្ញូទេវតាតាមថែអាសាលោកហៅថាសភិលោកហៅថាយោមេតរាំងបេតរាំងវាមកចោតថាមានបោសតិទេវាបេណੰតិកឆន្តិមេតាបេតិបរាំងនរាំងកូនប្រុសស្រីណាមានធម៌កតញ្ញូតែប៉ុណ្ណេះទៅប្រទេសណាទៅខេត្តណាទៅស្រុកណាទេវតានៅទីកន្លែងនោះតាមថែអាសាកូននឹងសំបីតប្អិនណាញោមរៀបចេញដំណើរទៅណាមកណាលើកដៃសំពះពីលើចុះក្រោមនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមណាព្រះអិនថាថ្វាយអង្គមកូនចៅណាដែលមានធម៌កតញ្ញូចិញ្ចឹមម៉ែចិញ្ចឹមឪនឹកគុណម៉ែឪថ្វាយអង្គមននងម្លោះហើយទេវតាគ្រប់កន្លែងក៏ថ្វាយអង្គ
គុំតាមថែអាសាតាមក្នុងមៀងកលតទីបនីលោកសំដែងថាមៀងគុល38ប្រការព្រះអង្គរកឃើញក្នុងនោះមានមៀងគុលមួយថាមេត្តាបេតឧបដ្ឋានណាំងអេតាមមៀងកលមុតតមាំងកូនប្រុសស្រីណាទំនុកម្រងមេត្តាបៃតាឈ្មោះថាមៀងគុលដល់ដំគ្រួសារនឹងមានសុភ័ក្រមៀងគុលមានកូនក៏កូនល្អមានចៅក៏ចៅល្អមានកូនប្រសាក៏កូនប្រសាល្អញោមណាក៏ប៉ុន្តែបើយើងមិននឹកនាដល់ម៉ែដល់ឪទេក្នុងបារាវិនិច្ឆ័យមាន12ប្រការនោះមានវិនិច្ឆ័យមួយនោះកន្លែងគាថាទី4នោះលោកថាម៉េចកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអស់ទ្រព្យអស់លៀបអស់យុះអស់ស័ក្តិគេមើលងាយធ្លាក់ខ្លួនឈឺបែកបាក់ទាស់តែងខ្វែងកំណត់ដោយសារយើងធ្វើឲ្យព្រះក្តៅកាហាយបើដូច្នេះកូនចៅកាន់ធម៌អញ្ចេះថែរក្សាព្រះឲ្យព្រះតិចតិជុំព្រះអង្គឬក៏ថាគុណមេត្តាបិតាជាព្រះនឹងឲ្យពរដល់កូនដល់ចៅរស់រៀនមានជីវិតនៅសុខសប្បាយគ្រួសារនឹងរត់ទទួលទានមានបានកើតវិគុំតិចតិជុំតរៀងទៅដូច្នេះហើយមេត្តាបិតាដូនតាដែលបាក់បែកចែកឋានទៅទាំងនោះសូមទទួលកុសលផលបុណ្យពីកូនចៅសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាចោសូមទេវតាទាំងឡាយអនុមោទនាកុសលផលបុណ្យហើយជួយនាំដំណឹងទៅប្រាប់ដល់បុព្វការីជនទាំងនោះឲ្យទទួលផងហើយសូមទេវតាជួយថែអាសាការពារញោមទាំងអស់គ្នាឲ្យរស់នៅឲ្យបានយូរអាយុវែងកុំឲ្យឈឺកុំឲ្យជំងឺអាពាហ៍បៀតបៀនអីណាញោមណាឯចំណែកញោមញាតជាភ្ញៀវកតញ្ញូដែលអញ្ជើញមកទាំងប្រគុណម្ចាស់គ្រប់ព្រះអង្គយើងក៏មានមេត្តាបិតាដូនតារៀងខ្លួនស្លាប់បាក់បែកចែកឋានទៅដែរយើងឧទ្ទិសកុសលផលបុណ្យនេះបានដល់មេត្តាបិតាដូនតាយើងរៀងខ្លួនបានដែរអញ្ចឹងសូមឲ្យមេត្តាបិតារបស់ភ្ញៀវកតញ្ញូទាំងអស់ដូនតារបស់ភ្ញៀវកតញ្ញូទាំងអស់ក៏សូមទទួលអត្ថមនោញ្ញផលកុសលផលបុណ្យនេះផងដែរឯញោមញាតប្រគុណជាអង្គម្ចាស់ដែលបានមកចូលរួមក្នុងកម្មវិធីបុណ្យនេះសូមប្រគុណម្ចាស់បានសេចក្តីសុខចម្រើនមានបញ្ញាភ្លឺថ្លារជាតិឯញោមញាតពុទ្ធបរិស័ទទាំងឡាយសូមឲ្យមានដេកជះមានលៀបធនធានមាសប្រាក់លុយកាក់ដាក់កម្មជាយានសពបរោះស្រស់ល្អឆាតធ្វើដំណើរទីចិត្តទីឆ្ងាយកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ចរាចរណ៍គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយកគេតម្លើងសាក់ឲ្យជួបទៅនឹងព្រះប្រទេសទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះជារៀងរហូតតទៅទាំងអ្នកតន្ត្រីពិនពិតនិតកងស្គរទាំងអាចារ្យរៀបចំទានធូបបាយសីបរិយមលូស្លាទាំងចាស់ទាំងក្មេងជាវិយាបច្ចៈអ្នកខ្វល់ខ្វាយរត់តបបំរើភ្ញៀវបំរើប្រសង់ទាំងសន្តិសុខសណ្ដាប់ធ្នាប់ទាំងអ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់ទាំងអ្នកចូលបុណ្យទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីសូមបុណ្យកុសលជួយថែអាសាការពារទាំងអ្នកថតរូបទាំងអ្នកថតវីដេអូទាំងអ្នកបាកមេក្រូទាំងអ្នកបាកធុងបាសទាំងអ្នកតបអ្នកតែងអ្នករៀបចំធ្វើរួមធ្វើចាត់ចែងកម្មវិធីនេះទាំងអស់គ្នាសូមទេវតាចំណាំចាំទុកអ្នកទាំងនេះជាកូនចៅព្រះជួយថែអាសាឲ្យរស់នៅឲ្យបានយូរមានប្រយោជន៍ដល់ជាតិសាសនាកុំបីមាន